Hello សួស្តីអ្នកនរគ្នាខ្ញុំបាទណៃសុគីហើយសូមស្វាគមន៍មកកាន់ Channel ថ្មីអ្នកនរគ្នានេះគឺជា Channel ថ្មីរបស់ខ្ញុំដោយសារ Channel មុនហ្នឹងដែលខ្ញុំអត់ចង់ចេញរឿងទេតាមពិតទៅដោយសារតែត្រូវបានគេ hack បាត់ហើយដឹងអាចឆ្កែជនជាតិឥណ្ឌូនេស៊ីហ្នឹងវាគិតឈួតស្អីវាមក hack Channel ខ្ញុំហើយអាជីមខ្ញុំបង្កើតមួយ Channel ហ្នឹងមានជាប់មួយ game មួយអីមកខ្ញុំទាំងអស់លុយទៅអស់ហើយមានអីសោះតែទៅក្នុងបើទេខោដើរបោះគូតខោនេះហើយសម្បីតែ Facebook ក៏វាយកទៅបានដែរប៉ុន្តែយកមកវិញបានទៅក៏ Facebook មួយវិញអស់លីងបោះគូតខោហើយនេះមិនមែនរឿងភាគថ្មីទេភាគដដែលទេយកមកផលឡើងវិញសរុបធ្វើក្នុង Channel ថ្មីហ្នឹងទេហើយខ្ញុំឃើញ Subscribe ទុកអ្នកមួយទៅចាំខ្ញុំផុសភាគថ្មីចូលបន្ថែមទៀតចុយនិយាយយូរនិយាយលេងចេញហើយកុំឲ្យទៅបែយូរចូលតែរឿងមកចឹងបដាសាច់រឿងមកយើងបានឃើញនៅទីតាំងមួយដែលកន្លែងហ្នឹងគេហៅថាដងចិន Silver Dragon ដូចចង់ចប់មាត់នេះតែមើលទៅទីកន្លែងហ្នឹងទៅដូចជាកន្លែងឃុំឃាំងអ្នកទោសចឹងហើយភ្លាមហ្នឹងមានមនុស្សស្រីម្នាក់ដើរចូលមកនៅពេលដែលនាងដើរចូលមកថាអ្នកយាមនៅកន្លែងហ្នឹងគ្រប់នាងខ្លាំងមែនទែនហើយហៅនាងថាព្រះនាងម្ចាស់ហើយឥឡូវយើងមកស្គាល់នាងមកទៅនាងមានឈ្មោះថា Roswell ជាតួឯកស្រីយើងឯងហើយនាងគឺជា Queen Silver Dragonតែខ្ញុំសុំហៅថារ៉ូទៅនោះងើឆ្កែប្រុសដល់នេះរំខានមែនតើហ្មងវាយបាក់កហើយតែឥឡូវខ្ញុំសុំហៅនាងថារ៉ូទៅព្រោះអីឈ្មោះស្តៀងរ៉ូដែរ Roosevelt បាក់ហៅបាក់ចាំហៅរ៉ូហ្មងណាខ្ញុំបន្តពីរ៉ូដើរចូលមកនាងបានបណ្ដឹងឲ្យអ្នកយាមទាំងពីរអ្នកហ្នឹងចេញពីកន្លែងហ្នឹងទៅដោយសារនាងចង់និយាយមួយអ្នកទោសនៅក្នុងគុកហ្នឹងតែ2នាក់ទេហើយក្រឡេកមកមើលអ្នកទោសនៅក្នុងគុកហ្នឹងវិញគឺជាតួឯកប្រុសយើងឯងមានឈ្មោះថា Leon Cosmos តែខ្ញុំសុំហៅ Leon ទេនោះដែលតួឯកប្រុសយើងហ្នឹងគឺជាវីរបុរសដែលមនុស្សលោកលើដង្ការខ្លាំងមែនតើហើយគឺជាអ្នកកំចាត់នាគដ៏អស្ចារ្យម្នាក់ផងដែរយើងអត់ទាន់ដឹងថាថៃបានទូប្រុសត្រូវមកជាប់គុកនៅក្នុងតកូលរបស់ពួកនេះចឹងទេយើងចាំមើលសិនទៅស្អីរឿងគេអត់ទាន់ប្រាប់តែបន្ទាប់ពីរ៉ូបានដើរចូលមកដល់រ៉ូបានសួរទៅកាន់ Leon ថាតើ Leon ហ្នឹងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលមាននាគដ៏អស្ចារ្យបំផុតកំពុងតែមកបំរុងសម្រាប់គាត់ហើយតើគាត់នឹងមានអារម្មណ៍ថាយ៉ាងម៉េចដែរបន្ទាប់ពីគាត់បានក្លាយទៅជាអ្នកទោសរបស់ពួកអម្បូនីរបស់ពួកនាងប៉ុន្តែភ្លាមហ្នឹងទូប្រុសយើងតបទៅកាន់រ៉ូវិញយ៉ាងទឹកមុខយ៉ាងម៉ៅហ្មងគាត់ថាឲ្យស្លាប់គាត់មកគាត់ចង់ស្លាប់ប៉ុន្តែរ៉ូភ្ញាក់ផ្អើលនិយាយធ្វើដូចភ្ញាក់ផ្អើលថាអូចង់ខ្ញុំស្លាប់ប៉ុន្តែវាដូចស្រួលពេកដឹងទាំងដែលឯងគឺជាបរិសង្ហាហើយថែមទាំងមានកាយតាំងចិត្តខ្ពស់ទៀតមិនគួរណាស្លាប់ដោយងាយៗចឹងទេព្រោះទៅគួរតែបន្ថែមស្លាកស្នាមមុខលពោះលើមុខបែរពី3ស្នាមទៀតនៅបានវារត់តែល្អឥតខ្ចោះហ្មងប៉ុន្តែទូប្រុសភ្លាមហ្នឹងបានសុំឲ្យរស់ហ្នឹងស្លាប់គាត់ចោលលឿនទៅគាត់ចង់ស្លាប់ខ្លាំងមែនតើប៉ុន្តែរស់បានតបទៅកាន់លីអនវិញថាអ្នកដែលខ្លាំងខ្លាមានថាពលខ្លាំងដូចជាឯងហ្នឹងមិនគួរណាស្ថិតនៅក្នុងអម្បូរមនុស្សសោះបើសិនជាឯងចូលរួមជាមួយនឹងតកូ Silver Dragon របស់នាងប្រហែលជាឯងក៏មិនធ្លាក់នៅក្នុងស្ថានភាពបែបហ្នឹងទៀតដែរណាសាកពិចារណាមើលកន្លែងហ្នឹងទូស្រីចង់ឲ្យតួផលហ្នឹងចូលរួមជាមួយនឹងតកូ Silver Dragon របស់នាងខ្ញុំនិយាយយូរទៅដូចចង់ជាប់មាត់មិនទៅចឹងទៅតទៀតតោះដែលតហ្នឹងទូស្រីចង់ឲ្យតួផលហ្នឹងចូលរួមជាមួយនឹងតកូ Silver Dragon របស់នាងប៉ុន្តែភ្លាមហ្នឹងតួផលបានតបទៅទូស្រីវិញយ៉ាងមុខឡើងលយមកនេះខ្ញុំដូចឌឺដងចឹងណាហើយតទៅទូស្រីថាតើអ្នកនឹងស័ក្តិសមឲ្យគាត់ដើរតាមដែរមែនហើយទូស្រីធំផាកក៏ដាក់ទូប្រុសមកកតុយទៅប្រឡងគប់ជាងបាត់ហើយក្អួតឈាមវក់មកនេះអាណិតខ្លាំងណានៅក៏ទាត់លេងឡំទាត់វត្តមកកតុយភ្លាមទូស្រីបានជន់ទូប្រុសឲ្យថាឲ្យទូប្រុសមិនក៏ប្រមាថនាងខ្លាំងម៉េចហើយហ៊ានថានាងនឹងមិនស័ក្តិសមឲ្យគាត់ដើរតាមទៀតហើយភ្លាមទូស្រីបានបន្តទៀតថាលីអនតែអ្នកគិតថាអ្នកនៅតែជាវីរបុរសដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាក៏សរសើរនឹងទៀតមែនទេហើយតើអ្នកនៅតែសម័យថាចង់លុបបំបាត់ពួកនេះនឹងចោលទៀតមែនអត់តែឈប់ដេកសម័យទៅវាគ្មានថ្ងៃជោគជ័យទេដោយសារតែនៅទីនេះបើសិនបាយប្រឆាំងឯងនឹងស្ដាប់ជាមិនខានទេណាលីអនបន្ទាប់ពីរ៉ូនិយាយចប់លីអនបានតបទៅរ៉ូវិញថាកុំឲ្យមើលស្រាលមនុស្សឲ្យសោះប៉ុន្តែភ្លាមហ្នឹងរ៉ូបានយកកតុយរបស់នាងនឹងរត់កទូប្រុសជួលឡើងលើបាត់ហើយនៅពេលដែលទូស្រីកំពុងតែរត់កទូប្រុសហ្នឹងទូប្រុសបាននិយាយហៅទៅកាន់រ៉ូថាព្រះនាងរ៉ូឮថាលីអនហៅគាត់ថាព្រះនាងភ្លាមក៏សួរទៅកាន់លីអនថាតើចង់ឲ្យគាត់នឹងទុកជីវិតឲ្យមែនសំវល់ជីវិតពីគាត់មែនប៉ុន្តែលីអនបានប្រាប់ទៅរ៉ូវិញថាមែនទេគាត់ចង់ប្រាប់រឿងមួយថាតាំងពីដំបូងឡើយហ្នឹងណារ៉ូបានធ្វើខុសរឿងពីរហើយរ៉ូភ្ញាក់ផ្អើលបណ្ដោយចំធ្វើខុសរឿងពីររឿងអីទៅមិនអត់ដឹងចឹង
anhធ្វើអីខុសនេះខ្លួនជា Silver Dragon មួយទាំងមូលនេះ Queen Silver Dragon ណាមិនត្រូវធ្វើខុសកើតមានអីត្រូវធ្វើខុសនេះអត់មានដឹងអីមិនបន្តិចមកមើលប្រាប់តិចមើលពេលហ្នឹងទូប្រុសក៏ប្រាប់ទៅរស់វិញទៅថារស់បានធ្វើខុសរឿងពីរហើយរឿងទី1នោះគឺថារស់មិនគួរណាស់នៅម្នាក់ឯងជាមួយនឹងវរៈបរោះដែលស្លាប់នេះដ៏អស្ចារ្យដូចជាគាត់នឹងទេហើយរឿងទី2រស់នឹងមិនគួរណាលុតឈាមរបស់គាត់សោះហ្មងណាបងប្អូនគ្នាមានចាំកន្លែងដែលរស់ចូលមកដំបូងហើយចាប់ច្បាច់ស្មាទូប្រុសហើយយកឈាមទូប្រុសមកលុតនឹងអត់នេះថតនេះខ្ញុំដាក់ឲ្យមើលថតនឹងឯងដែលរស់លុតឈាមមកទូប្រុសនៅពេលនោះផងដែរស្រាប់តែលីអនបានស្រែកថា Blood Curse ធ្វើឲ្យរស់គាំងមើលទៅឲ្យផ្លេចឡើងក្រហមហ្មងបន្ទាប់មករស់មានអារម្មណ៍ថាក្នុងខ្លួនក្តៅខ្លាំងមែនតើអត់ដឹងថាមានអីកើតឡើងទេក្តៅយកតែមែនតើហ្មងទ្រាំសឹងមិនចង់បានទៅពេលដែលរស់ដួលលុតជង្គង់ហើយទូប្រុសក៏បានប្រាប់ទៅរស់ថាអ្នកនឹងរស់នៅក្នុងការឈឺចាប់អស់មួយជីវិតហ្មងដោយសារតែ Blood Curse របស់គាត់នឹងឯងប៉ុន្តែពេលនោះបើសិនជាយើងមកមើលមុខបរោះវិញឡើងសើហ្មងនេះភ្លាមនោះស្រាប់តែរស់ហក់ក៏ធប់ទៅលើតួផងហ្មងតបមកយើងមើលខ្លួនឯងទៅនោះខ្ញុំខ្ជិលបកស្រាយយើងឃើញតែប៉ុណ្្នេះយើងដឹងថាគេធ្វើអីហ្នឹងហើយ1ម៉ោងក្រោយមកបន្ទាប់ពីរស់ដឹងខ្លួនវិញរស់ឆ្ងល់ហ្មងថាមានរឿងអីកើតឡើងគាត់អត់ដឹងសោះហ្មងថាមានរឿងអីកើតឡើងមិញហ្នឹងប៉ុន្តែគ្រាន់តែគាត់ឃើញខ្លួនឯងអត់មានកាយគាត់ដឹងថាមានរឿងអីកើតឡើងហើយភ្លាមរស់បានស្រែកសួរទូប្រុសថាតើទូប្រុសហ្នឹងបានអីពីនាងខ្លះប៉ុន្តែទូប្រុសអត់ឆ្លើយអត់ប្រាប់ថាបានអីខ្លះទេតែបែរជាបញ្យល់ពីBlood Curse របស់គាត់ហ្នឹងថានៅពេលដែលមានពីណាគេម្នាក់ភ្លក់ឈាមរបស់គាត់ហើយនឹងមានការតភ្ជាប់ព្រលឹងរបស់ពួកគេជាមួយគាត់ហ្មងហើយបច្ចេកទេសហ្នឹងគឺគាត់ប្រើបានតែម្ដងទេក្នុងមួយជីវិតវាគឺជាបច្ចេកទេសកំពូលអញ្ចឹងណាហើយបណ្ដាសាឈាមហ្នឹងគឺអាចធ្វើឲ្យអ្នកដែលភ្លក់ឈាមរបស់គាត់ហ្នឹងនៅពេលដែលគាត់ស្លាប់ទៅអ្នកដែលភ្លក់ឈាមរបស់គាត់ហ្នឹងគឺថាឈឺចាប់អត់លហែមកអត់ចេះចប់ទេឈឺរហូតដល់ស្លាប់ហើយភ្លាមនឹងទូប្រុសបានឆ្ងល់ហ្មងថាប៉ុន្តែមិនបានវាមានផលប៉ះពាល់ដល់ថ្នាក់ឲ្យរស់នឹងមកធ្វើអីមួយគាត់នេះរស់ដល់ថ្នាក់រស់ឡើងអៀនហើយវិជាគាត់បិទមាត់ទៀតលើផ្ទឿឯណាសាហ្មងនេះចាំមើលរាំងពេលខ្ញុំនិយាយតនៅពេលហ្នឹងទូប្រុសក៏បានរំលឹកនៃការចងចាំរបស់រស់មុននឹងដែលថាគាត់គ្មានថ្ងៃអាចជោគជ័យក្នុងការស្លាប់ពួកអ្នកចោលទាំងអស់នោះទេប៉ុន្តែទូប្រុសបានតទៅរស់វិញថារស់ក៏គ្មានថ្ងៃនឹងជោគជ័យក៏គ្មានថ្ងៃនឹងអាចមានអ្នកស្នងរំលែងបន្តពីនាងបានដែរបន្ទាប់ពីទូស្រីបានឮទូប្រុសនិយាយចឹងក៏បានខឹងមែនតើហើយបានជេរទូប្រុសថាអាចចង្រៃយកហើយបំរុងសម្រាប់ទូប្រុសចោលហើយប៉ុន្តែទូប្រុសបានប្រាប់ទៅទូស្រីឲ្យតាំងទឹកមុខចឹងសើមកនេះអត់ខ្វល់ហ្មងណាថាតើអ្នកចង់ស្លាប់ខ្ញុំទៀតមែនទេប៉ុន្តែមិនចាំបាច់ខំប្រឹងទេដោយសារតែតិចទៀតហ្នឹងអ្នកក៏ស្លាប់ខ្លួនឯងដែរតបមកទូប្រុសបានប្រាប់ទៅទូស្រីថាគាត់ចង់ឲ្យនាងរស់នៅក្នុងការស្អប់ខ្ពើមនិងការឈឺចាប់របស់គាត់ចំពោះនាងពេញមួយជីវិតហ្មងហើយនេះគឺជាបណ្ដាសារបស់គាត់ចំពោះនាងក្នុងនាមជាមនុស្សហើយសាច់រឿងក៏បានកាត់មកពេលទូស្រីស្លៀកពាក់រួចហើយយើងអត់ដឹងថាទូប្រុសនឹងស្លាប់តាំងពីកាលទេប្រហែលស្លាប់ពេលដែលគាត់និយាយហើយនោះដឹងមុននឹងទូស្រីដើរចាក់ចេញទៅទូស្រីបាននិយាយទៅទូប្រុសថាអ្នកគ្រាន់តែជាមនុស្សទេហើយកំពុងតែចង់សងសឹកខ្ញុំតាមវិធីដែលគួរខ្ពើមបែបហ្នឹងមែនទេមើលទៅអ្នកប្រហែលជាចង់ស្លាប់មែនតើហើយមិនក៏ថោកទៀបម្លេះមុននឹងចេញនឹងទូស្រីបានដាក់អីមួយយ៉ាងនៅលើទ្រូងបន្ទោះប្រុសយើងអត់ដឹងទេយើងចាំមើលតទៅតែសារសេរឿងគេអត់តប្រាប់ដៃគាត់តែបង្ហាញប៉ុណ្ណឹងហើយឈិតដល់សាច់រឿងមកគេបានសម័យយើងឃើញការពីលីអនវិននៅអាយុ8ឆ្នាំវាបានសម្លាប់មេបិសាចចចករាត្រីដោយដៃទទេដើម្បីការពារមិត្តភក្តិរបស់វានៅពេលនោះការប្រយុទ្ធរបស់វាជាមួយនឹងបិសាចចចករាត្រីនឹងក៏ត្រូវបានបញ្ចប់ដោយសារតែមានកពូ Legendary Dragon Slayer ម្នាក់ដើរកាត់ទីនោះនៅពេលដែលអាប៉ាក់នឹងឃើញលីអនវាខ្លាំងអញ្ចឹងក៏បានយកលីអនមកធ្វើជាកូនសិស្សហើយនៅអាយុ10ឆ្នាំវាបានចូលរៀននៅសាលា Dragon Slayer Academy ដើម្បីសម្រាប់ការសិក្សារៀនសូត្ររបស់វាបន្ថែមទៀតហើយបន្ទាប់ពី4ឆ្នាំក្រោយមកវាបានបញ្ចប់ការសិក្សានៅ Dragon Slayer Academy ដោយហេតុតែវាទៅតែអាយុ14ឆ្នាំហើយវាតែបញ្ចប់ការសិក្សានៅ Dragon Slayer Academy គេក៏បានដាក់ឈ្មោះវាក្នុងប្រវត្តិសាស្ត្រនោះដោយសារតែវាបានបញ្ចប់ការសិក្សានៅ Dragon Slayer Academy ទាំងវ័យក្មេងហើយនៅអាយុ18ឆ្នាំ Malion វាបានចូលរួមក្នុងសមរភូមិដើម្បីសម្លាប់ពួកនាគវាបានសម្លាប់នាគច្រើនមែនទែនរាប់អត់អស់ទេហើយបានបង្កើតសមិទ្ធផលច្រើនមែនទែនឲ្យពុទ្ធិហ៊ានសម្រាប់បេក្ខភពបន្ទាប់ពីនោះ Malion ត្រូវបានគេលើកតម្កើងខ្លាំងមែនទែនថាជាវីរៈបុរសថាជា Legendary Dragon Slayer ដែលខ្លាំងបំផុតហើយជាក្តីសង្ឃឹមតែមួយគត់ដើម្បីដឹកនាំចក្រភពឆ្ពោះទៅរកជ័យជំនះដើម្បីបញ្ចប់សង្គ្រាមមួយហ្នឹងហើយបន្ទាប់មកសាច់រឿងបានកាត់មកបច្ចុប្បន្នវិញឥឡូវហ្នឹងអាលីអនវាភ្ញាក់ពីដេកវិញហើយវាឆ្ងល់មែនតើថាឥឡូវហ្នឹងវាអត់ទាន់ស្លាប់ទេអីហើយឥឡូវហ្នឹងវាពងនៅណានៅពេលនោះមានក្មេងស្រីម្នាក់បើកទ្វារបន្ទប់ចូលមករកអាលីអន
នៅពេលដែលឃើញលីអនភ្ញាក់ចឹងក៏បានសួរចាក់តែលីអនទៅថាអ្នកឯងភ្ញាក់ហើយមែនហើយលីអនវាគ្រាន់តែឃើញភ្លាមវាភ្ញាក់ផ្អើលខ្លាំងមែនតើហើយវាសរសើរថាខ្លួនក្មេងហ្នឹងស្អាតមែនតើខ្ជូតហ្មងគួរស្រឡាញ់ហ្មងនេះហើយនៅពេលហ្នឹងលីអនវាបាននិយាយថាវាចាប់ផ្ដើមយល់ស្ថានភាពឥឡូវហ្នឹងហើយលីអនវាថាដល់ពិតទៅដោយសារថាវាបានចូលរួមចំណែកដ៏ធំធេងដើម្បីជួយមនុស្សជាតិចឹងហើយបានជាឥឡូវហ្នឹងវាអាចមកដល់ឋានសួគ៌ដូច្នេះហើយក្មេងស្រីដែលនៅមកវាហ្នឹងច្បាស់ណាស់គឺជាទេពធីតានៅក្នុងរឿងព្រេងនិទានជាមខាននេះហើយណែក្មេងស្រីវិញនៅពេលដែលឮតាលីអននិយាយថាទេពធីតាអញ្ចឹងឆ្ងល់មែនទែនថាទេពធីតានោះអីគេនៅពេលនោះលីអនវាបានសួរទៅកាន់ក្មេងស្រីនោះថាតើទេពធីតាតូចនោះមានឈ្មោះអីដែរណែឯក្មេងស្រីតូចនោះបានឆ្លើយម៉ាក់ទេថាមឿននៅពេលដែលលីអនវាបានឮក្មេងស្រីនឹងប្រាប់គេថាឈ្មោះមឿនអញ្ចឹងហើយវាបានថាមឿនឈ្មោះល្អដែរល្អមែនតើប៉ុន្តែនៅពេលដែលលីអនវាបានឆ្លងក្នុងចិត្តថាមិនក៏ទេពធីតានឹងចម្លែកម្លេះមានសក់ពណ៌សលីខ្មៅអញ្ចឹងប៉ុន្តែនៅពេលហ្នឹងក្មេងស្រីតូចហ្នឹងបានប្រាប់ទៅកាន់លីអនវិញថាម៉ាក់បងនេះបានប្រាប់ថាឈ្មោះបងនេះមានន័យថាព្រះច័ន្ទអាលីអនពេលហ្នឹងវាឆ្ងល់បដ ாய் ចំទេពធីតាមានម៉ាក់ទៀតនៅពេលហ្នឹងអាលីអនក៏បានណែនាំខ្លួនទៅថាវាមានឈ្មោះថាលីអនខូស្មូតនៅពេលហ្នឹងក្មេងស្រីតូចហ្នឹងបានតតតាលីអនវិញថាគាត់ដឹងតើថាលីអនហ្នឹងមានន័យថាតោនៅពេលនោះអាលីអនវាបានសួរទៅកាន់ក្មេងស្រីតូចនឹងវិញថាមិនបានដឹងប៉ុន្តែមឿនតូចនឹងបានប្រាប់ទៅវិញថាម៉ាក់របស់នាងនឹងបានប្រាប់ចឹងឥឡូវយើងសូមហៅក្មេងស្រីតូចនឹងថាមឿនដល់នោះហៅឈ្មោះរបស់នាងយើងចង់ស្អីរឿងយើងវិញតើបន្ទាប់ពីហ្នឹងមកអាលីអនវាបានសួរទៅកាន់មឿនថាតើម្ដាយរបស់មឿនហ្នឹងណាគេទៅពេលនោះមឿនបានប្រាប់ទៅកាន់អាលីអនវិញថាម្ដាយរបស់នាងមានឈ្មោះថារូសវែលគឺជារោរបស់យើងនឹងឯងនៅពេលដែលអាលីអនវាបានឮភ្លាមវាគាំងឡើងតែមើលទៅដឹងនេះខ្លាចជាថ្មបាត់ហើយបន្ទាប់មកអាលីអនវាបានសួរទៅកាន់មឿនថាបើម្ដាយរបស់នាងគឺជារោអញ្ចឹងវាគឺនៅពេលហ្នឹងមឿនឆ្ងល់បន្តិចដែរហើយតមកក៏បានប្រាប់តែលីអនវិញថាលីអនហ្នឹងគឺជាឪរបស់នាងនឹងឯងនៅពេលនោះអាលីអនវាកាំងខ្លាំងមែនតើហើយវាបាននិយាយថាមិននឹងអាចទៅរួចទៅថាមឿនហ្នឹងគឺជាកូនរបស់វាជាមួយនឹងរោនៅពេលនោះមឿនបានស្រែកភ្ញាក់ផ្អើលខ្លាំងមែនតើថាអេម៉ាក់ហើយក៏បានរត់ទៅអោបរោហើយបានប្រាប់រោថាម៉ាក់ប៉ាភ្ញាក់ហើយរោក៏បានតបទៅមឿនវិញថាគាត់ដឹងហើយនៅពេលនោះរោបានងាកទៅមើលលីអនហើយបាននិយាយទៅកាន់លីអនថាទីបំផុតហើយប្អូនភ្ញាក់ហើយនៅពេលនោះមឿនបាននិយាយទៅកាន់រោថាម៉ាក់ត្រូវតែសប្បាយចិត្តនៅពេលដែលប៉ាបានភ្ញាក់ចឹងដោយសារតានាងបានមកលេងប៉ារាល់ថ្ងៃហ្មងនេះហើយនៅពេលហ្នឹងមើលរោធ្វើទឹកមុខហើយបាននិយាយទៅកាន់មឿនថាប្រកាសជាសប្បាយចិត្តហើយនៅពេលហ្នឹងអាលីអនវាបាននិយាយក្នុងចិត្តថាមានតែខ្មោចទេបានជឿនៅពេលហ្នឹងរោបាននិយាយទៅកាន់មឿនថាឲ្យមឿនហ្នឹងចេញទៅលេងនៅក្រៅសិនទៅដោយសារតានាងហ្នឹងមានរឿងចង់និយាយជាមួយនឹងឪពុករបស់ឯងបន្តិចបន្ទាប់មកមឿនបានយល់ព្រមហើយបានចាក់ចេញទៅទុកឲ្យរោនិយាយគ្នាមួយនឹងលីអនដែលត្រូវជាឪរបស់នាងបន្ទាប់ពីមឿនចេញទៅលីអនវាបានសួរទៅកាន់រោថាតើមឿនហ្នឹងពិតជាកូនស្រីរបស់វាមែនអត់ហើយរោបានតបទៅកាន់លីអនវិញថាត្រូវហើយមឿនហ្នឹងពិតជាកូនរបស់វាជាមួយនឹងនាងពិតមែនតបមករោបានយកកតុយរបស់នាងទាញទ្វារបិទឲ្យជិតហើយពេលហ្នឹងអាលីអនវាបានសួរទៅកាន់រោថាខេរោនោះស្អប់វាហើយហេតុអីបានបង្កើតកូនរបស់វាមកធ្វើអីហើយមិនក៏មិនស្លាប់វាទៅទុកវានៅរស់ចឹងធ្វើអីនៅពេលហ្នឹងរោបាននិយាយទៅកាន់អាលីអនវិញថាអាលីអនហ្នឹងបានដេកឲ្យរយៈពេល2ឆ្នាំហើយតែអាលីអនហ្នឹងគិតថារោហ្នឹងទុកឲ្យរឿងដែលអាលីអនបានធ្វើដាក់នាងកាលពី2ឆ្នាំមុនហ្នឹងកន្លងផុតទៅដោយងាយស្រួលចឹងមែននៅពេលហ្នឹងអាលីអនវាបានតទៅកាន់រោថាតើរោហ្នឹងគិតថាវាចង់ធ្វើចឹងជាមួយនឹងរោមែនរោជាមួយនឹងវាហ្នឹងខុសគ្នាមិនអាចនៅមួយគ្នាបានទេហើយបើសិនជាអាចវានឹងមិនធ្វើអញ្ចឹងជាមួយនឹងរស់ទេនៅពេលហ្នឹងរ៉ូបានតទៅកាន់លីអនវិញថាតើលីអនហ្នឹងគិតថាការដែលវាធ្វើអញ្ចឹងជាមួយនឹងរ៉ូហ្នឹងវាជាទរណកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់លីអនមែននៅពេលហ្នឹងលីអនបានតទៅកាន់រ៉ូវិញភ្លាមថាប្រកាសជាអញ្ចឹងហើយនៅពេលដែលបានលឺលីអននិយាយអញ្ចឹងរ៉ូមិនចាំយូរបានយកកតុយបាននាងនឹងទាញជាងលីអនហើយលីអនដួលលើខែហ្មងហើយរ៉ូបានហក់កតុបទៅលើលីអនទៀតហើយនេះនៅពេលហ្នឹងលីអនវាបានស្រែកសួរទៅកាន់រ៉ូថាតើរ៉ូនឹងចង់ធ្វើអីប៉ុន្តែរ៉ូអត់តបមកលីអនទេហើយបានហែកអាវលីអនចេញមកនៅពេលហ្នឹងរ៉ូបាននិយាយទៅកាន់លីអនថានាងដាក់រូបសញ្ញានេះរបស់នាងនៅលើលីអនតែលីអនបានប្រាប់រ៉ូថាឲ្យឈប់ទៅមិនបាច់កុំធ្វើចឹងអីឈប់ទៅប៉ុន្តែប្រកាសអត់ឈ្នះរ៉ូទេរ៉ូបានដាក់លើលីអនរួចហើយនៅពេលហ្នឹងរ៉ូបាននិយាយទៅកាន់លីអនថាវានឹងខ្លាចទៅជាការអាម៉ាស់មួយសម្រាប់លីអនហើយពេលហ្នឹងហើយចាប់ពីពេលនោះតាលីអននឹងខ្លាចទៅជាទីសកលរបស់នាងហើយគ្មានថ្ងៃនឹងអាចចាក់ចោលនាងបានទេហើយរ៉ូបានបន្តទៀតថាចាំមើលនៅពេលដែលមនុស្សបានឃើញស្លាកសញ្ញានាគរបស់នាងនៅលើខ្លួនរបស់លីអនហើយចាំមើលតើពួកគេនឹងគិតយ៉ាងណាចំពោះលីអនហើយបន្តមកតើពួកគេនឹងគិតថាលីអននឹងគឺជា Great Dragon Slayer Hero ទៀតឬមួយក៏ជាជនក្បត់ដែលបានចោះចូលជាមួយនឹងពួកនាគ
បន្ទាប់មកលីអនបានសួរទៅកាន់រ៉ូថាហេតុអីបានចាំបាច់ធ្វើអញ្ចឹងដាក់វាដល់ថ្នាក់ហ្នឹងហើយរ៉ូបានសួរទៅកាន់លីអនវិញថាតើលីអននៅតែអត់យល់ទៀតមែនទេនៅពេលហ្នឹងសាច់រឿងគេបានប្រាប់យើងថាគោលគំនិតរបស់ពួកនិរេសហ្នឹងក្នុងការសងសឹកគឺជាបញ្ហាមួយដែលធំខ្លាំងមែនទែនសម្រាប់ពួកមនុស្សដែលសិក្សាពីពួកនាគហ្នឹងហើយការសងសឹករបស់ពួកនាគហ្នឹងគឺថាមានអាកប្បកិរិយាអមនុស្សធម៌ខ្លាំងមែនទែនរួមបញ្ចូលទាំងប៉ារ៉ាណូឡាហើយនិងភាពខ្លាំងក្លាដែលហួសពីដែនកំណត់របស់មនុស្សទៀតហើយខ្ញុំអត់ដឹងថាប៉ារ៉ាណូឡានឹងស្អីគេទេចាំមើលតទៀតទៅខ្ញុំអត់ដឹងដូចគ្នាបន្ទាប់មករ៉ូបាននិយាយទៅកាន់អាលីអនថានាងចង់ឲ្យអាលីអននឹងរស់នៅក្នុងភាពអាម៉ាស់ដែលនាងបានផ្ដល់អាលីអននឹងដែលដាក់សញ្ញាសម្គាល់នាគរបស់នាងនៅលើអាលីអននឹងឯងអស់មួយជីវិតរបស់អាលីអនហ្មងហើយនឹងទទួលបានទរណកម្មយ៉ាងធ្ងន់ធ្ងរពីនាងទៅកាន់អាលីអននឹងជារៀងរាល់ថ្ងៃហ្មងរហូតដល់អាលីអនស្លាប់បន្ទាប់មកយើងបានឃើញមុខរបស់លីអននេះឡើងក្រហមហើយនេះដូចមុខរស់កាលពី chapter មួយដែរនៅពេលដែលលីអន basic curse blood នោះឯងបន្ទាប់មកសាច់រឿងគេបានប្រាប់យ៉ាងទៀតថាសម្រាប់ Queen Silver Dragon Roosevelt វាជាកិត្តិយសរបស់នាងខ្លាំងមែនទែនដែលនាងបានបង្ក្រាបទៅកាន់អាលីអនដែលជា The Great Dragon Slayer ដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកមនុស្សដែលអាចធ្វើឲ្យអាលីអនក្លាយទៅជាទីស្កររបស់នាងអ្វីទោះតែអ្នកតីមើលមកអស្ចារ្យមែនប៉ុន្តែតាមពិតវាគឺជាការសងសឹករបស់នាងចំពោះអាលីអនទេបន្ទាប់មករ៉ូបាននិយាយទៅកាន់អាលីអនថាតើពួកយើងចាប់ផ្ដើមតែយើងមិនដឹងគេចាប់ផ្ដើមស្អីទេយើងមើលទៅទៅយើងគិតខ្លួនឯងទៅហើយសន្តានខ្លួនឯងទៅណោះហើយកាត់ដៃយល់តាមនោះទៅយើងសូមបញ្ចប់ចែកតាមរឿងមកនៅប្រាសាទនាគប្រាក់សាច់រឿងក៏បានយើងឃើញអ្នកបម្រើស្រី2នាក់ដែលពួកគេកំពុងតែដើរនិយាយគ្នានៅពេលនោះអ្នកបម្រើស្រីម្នាក់បាននិយាយថារាជិនីថ្ងៃនេះហាក់មានអារម្មណ៍ល្អនៅពេលនោះម្នាក់ទៀតក៏បានខ្សឹបទៅកាន់គ្នាគេវិញថាឯងមិនដឹងទេតាមពិតទៅដោយសារតែប្តីបើនេះបានភ្ញាក់បន្ទាប់មកសាច់រឿងក៏បានយើងឃើញថាអាលីអនវាក៏នៅទីនោះដែរដែលវាកំពុងតែលួចស្ដាប់អ្នកទាំងពីរនោះនិយាយគ្នានៅពេលនោះអាលីអនបានគិតក្នុងចិត្តថាតើរស់នឹងពិតជាបានប្រកាសប្រាប់គេថាវានឹងគឺជាប្តីរបស់នាងមែនឬបន្ទាប់មកវាបានគិតក្នុងចិត្តបន្តទៀតថាពួកនាងមិនដឹងទេថាម្ដាយនាងនឹងគួរខ្លាចប៉ុណ្ណាបន្ទាប់មកអាលីអនវាបានសម័យយើងឃើញហេតុការណ៍បន្តពីចុង chapter ទី2ហើយខ្ញុំបាននិយាយច្រើនទេមើលរូបភាពហ្នឹងឲ្យសម្រាប់ខ្លួនឯងទៅដឹងតែពេលហ្នឹងរស់បាននិយាយទៅកាន់អាលីអនថាឲ្យលឿនឡាអាលីអនឲ្យលឿនបន្ទាប់មកអាលីអនវាបាននិយាយក្នុងចិត្តថារស់បានធ្វើបាបវាពេញមួយថ្ងៃមួយយប់ហ្មងចង្កេះវានឹងស្ទើរតែបាក់ហើយបន្ទាប់មកលីអនវាបានក្តាប់ដៃយ៉ាងណែនហើយនិយាយទាំងខឹងថាខ្ញុំលីអននឹងមិននៅទីនេះធ្វើជាឧបករណ៍លេងរបស់នាងទេបន្ទាប់មកសាច់រឿងបានយើងឃើញទស្សនវិជ្ជានៅខ្លោងទ្វារប្រាសាទនាគប្រាក់នៅទីនោះយើងបានឃើញមានទាហាននាគ4នាក់ក្រងឈុតពីដែកបន្ទាប់មកយើងក៏បានឃើញអាលីអនវានៅទីនោះដែរវាកំពុងតែគិតក្នុងចិត្តថាឥឡូវហ្នឹងមាននាគ4ក្បាលកំពុងតែយានទៅខ្លោងទ្វារហ្នឹងវាចេញទៅមិនកើតប៉ុន្តែវាក៏ឆ្ងល់ទៀតថាមិនបានមានអ្នកយានតិចតួចម៉េះនៅប្រាសាទ Silver Dragon នឹងខុសគ្នាទាំងស្រុងកាលពីវាមកពី2ឆ្នាំមុននិយាយទៅស្ងាត់ចម្លែកយកហ្មងនៅពេលនោះស្ដាប់តែអាលីអនវាភ្ញាក់ផ្អើលរឿងអីមួយតាមពិតទៅនោះវាបានឃើញរូងទូចមួយពេលដែលវាឃើញអញ្ចឹងវាឆ្ងល់ខ្លាំងមែនតើថាមិនមានរូងទូចមួយនៅកន្លែងហ្នឹងអញ្ចឹងវាអាចជាផ្ទះអត់ណោះបន្ទាប់មកលីអនវាបានតាមមកខ្លួនឯងហើយបាននិយាយថាវាប្រហែលជាគិតច្រើនពេកហើយឥឡូវហ្នឹងវាត្រូវតែចេញពីកន្លែងហ្នឹងអត់ខ្វល់តែមានអីកើតឡើងទេទោះកន្លែងហ្នឹងគឺជាអន្ទាក់ក៏ដោយក៏វាត្រូវតែចេញដែរនៅពេលដែលលីអនវាកំពុងតែអោនរត់ចេញនោះវាបាននិយាយក្នុងចិត្តថាលាសិនហើយម៉ាក់យាយនេះទោះបីជាក្មេងស្រីតូចដែលមានឈ្មោះថាមឿននោះគួរឲ្យស្រឡាញ់ក៏ដោយក៏នាងនៅតែជាកូនរបស់អ្នកដែរឥឡូវនេះបន្ទាប់មកយើងបានឃើញថាមឿនកំពុងតែអើតមើលអីម្យ៉ាងតែពិតនាងបានអើតឃើញអាលីអនវាកំពុងតែរត់ចេញតាមអារូងទូចហ្នឹងនៅពេលដែលមើលបានឃើញអញ្ចឹងនាងក៏បានស្រែកទៅកាន់រ៉ូទៅថាម៉ាក់មើលប៉ាកំពុងតែជីករុនឆ្កែឡយខ្ញុំនិយាយមែនអត់បានកុហកទេកន្លែងហ្នឹងអញ្ចឹងមែននៅពេលនោះរ៉ូបានតបទៅកាន់មឿនវិញថានាងបានឃើញហើយគាត់ពិតជាអស្ចារ្យមែនតើហើយបើយើងមើលរស់វិញនាងកំពុងតែលំហែកាយនៅក្រោមពន្លឺថ្ងៃនៅពេលនោះមឿនបានស្រែកសួរទៅកាន់រស់វិញថាតើពេលណាបានម៉ាក់ទៅស្ទូចប៉ាមកវិញនៅពេលនោះរស់បានប្រាប់ទៅកាន់មឿនវិញថាកូនមិនគួរប្រើពាក្យថាស្ទូចគាត់មកវិញទៅកាន់ប៉ារបស់កូនបានទេវាឆ្លើយយល់ទេនៅពេលដែលមឿនបានលឺអញ្ចឹងមឿនក៏សួរទៅកាន់រស់វិញទាំងទឹកមុខឆ្ងល់មកទៅថាតើនេះគួរប្រើពាក្យអីវិញទៅម៉ាក់នៅពេលនោះរស់បានតទៅកាន់មឿនវិញថាគួរតែប្រើពាក្យថាចាប់បត់មកវិញបន្ទាប់មកសាច់រឿងបានការយើងឃើញពេលអាលីអនវារត់ចេញពីប្រាសាទនាគប្រាក់បានសម្រេចហើយពេលនោះអាលីអនវាបានគិតក្នុងចិត្តថាបន្ទាប់ពីវាបានឡើងលើភ្នំនេះហើយវាបានឃើញ
ព្រំដែននៃទឹកដីមនុស្សយ៉ាងច្បាស់មកនេះនៅពេលនោះលីអនវាបាននិយាយថាបន្ទាប់ពីវារត់មកដល់ទីនេះហើយនាគស្រីនោះនៅមិនអាចតាមទាន់វាមកដល់ទីនេះទេប៉ុន្តែភ្លាមនោះយើងបានឃើញមាននាគសមួយហោះមកចំក្រាលក្បាលលីអនមកធ្វើឲ្យលីអនភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបានស្រែកថា Roosevelt ដែលនាគសនោះគឺជារ៉ូសនឹងឯងនៅពេលដែលលីអនវាបានឃើញរ៉ូមកដល់វាបានព្យារំខ្លាំងមែនទែននៅពេលនោះរ៉ូបានស្រែកសួរទៅកាន់លីអនថាតើលីអននោះគឺជាអ្នករត់ម៉ារ៉ាតុងមែននៅពេលនោះរ៉ូបានហោះទៅស្ទាក់មុខឲ្យលីអនហើយបានសួរទៅកាន់លីអនថាសប្បាយមែននៅពេលលេងមួយនាងបែបហ្នឹងហើយរ៉ូបាននិយាយបន្តទៀតថានាងពិតជាពេញចិត្តខ្លាំងមែនតើប៉ុន្តែតើលីអនគិតថាវារលូកនៅថ្នាក់ហ្នឹងមែនទេហើយតើនរណាជាអ្នកបង្វែរអ្នកយាមទាំងនោះហើយទុករនោះឲ្យលីអនរត់គេចនៅពេលនោះលីអនបានតបទៅកាន់រ៉ូវិញថាទោះបីជាវាដឹងថានឹងគឺជាអន្ទាក់ក៏ដោយក៏វាគ្មានជំរឿដែរវាគ្រាន់តែរំពឹងថារ៉ូនឹងមិនចាប់វាបានលឿនដល់ថ្នាក់ហ្នឹងទេនៅពេលនោះរ៉ូបានតទៅកាន់លីអនវិញថាតើលីអននេះក៏ថានឹងមានអ្វីកើតឡើងនៅពេលដែលវាត្រឡប់ទៅដែនដីមនុស្សវិញហ្នឹងឥឡូវនោះវាមានស្លាកសញ្ញាសម្គាល់រូបនាគរបស់នាងនៅលើទ្រូងរបស់វាហើយតើវាគិតថាពួកមនុស្សនោះនៅគិតថាវានឹងគឺជា Dragon Slayer ទៀតមែនទេនៅពេលនោះលីអនបានតទៅកាន់រ៉ូវិញថាបន្ទាប់ពីវាទៅដល់ដែនដីមនុស្សវិញវានឹងចាប់ផ្ដើមជីវិតជាថ្មីក្នុងនាមជាមនុស្សធម្មតាប្រសើរជាងនៅជាមួយនឹងរ៉ូសដែលទទួលបានទិរណកម្មពីរ៉ូសរាល់ថ្ងៃនៅពេលនោះរ៉ូសបានស្រែកទៅកាន់លីអនទៅកំហឹងថាលីអននោះពិតជាល្ងងខ្លាំងមែនទែនដែលមិនដឹងពីរបៀបកោតសរសើរចំពោះសេចក្តីសប្បុរសរបស់នាងចំពោះលីអនភ្លាមនោះរ៉ូសបានយកកញ្ញាម្ដាយរបស់នាងចាប់ទាលីអនចាក់ចេញពីទីកន្លែងនោះទៅនៅពេលដែលកំពុងចាក់ចេញលីអនបានស្រែកទៅកាន់រ៉ូសថាឲ្យដោះលែងវាទៅរ៉ូសនឹងចង់យកវាទៅណានៅពេលនោះរ៉ូសបានតទៅកាន់លីអនវិញថាដោយសារតែលីអនចង់ត្រឡប់ទៅវិញខ្លាំងចឹងវានឹងជួយឲ្យលីអន3ម៉ោងក្រោយមកបន្ទាប់ពីមកជិតដល់ព្រំដែនទីក្រុងនៃចក្រភពរ៉ូសបានទម្លាក់លីអនពីលើមេឃមកនៅពេលដែលលីអនធ្លាក់មកដល់ដីលឺសូរតែនៅពេលនោះលីអនបានស្រែកថាអូយបងទាមកណាបន្ទាប់ពីវាបានងើបមកវាបានឃើញថានេះគឺជាទីក្រុងរបស់មនុស្សបន្ទាប់មករ៉ូសបានប្រែកាឡាមកជាមនុស្សកាត់នាគវិញហើយបាននិយាយថាត្រឹមត្រូវហើយនឹងគឺជាទីក្រុងរបស់មនុស្សនៅពេលនោះរ៉ូសបានសួរទៅកាន់លីអនថានៅពេលដែលវាបានឃើញទីក្រុងរបស់មនុស្សបន្ទាប់ពីវាបានបាត់ខ្លួនជាយូរហើយនឹងតើវាមានអារម្មណ៍ថាវាបានត្រឡប់មកពិភពលោកវិញដែលបែបហ្នឹងមែនទេប៉ុន្តែលីអនហើយនៅមិនអាចត្រឡប់ទៅវិញបានទេទោះបីជាមានអារម្មណ៍ថាវានៅចិត្តដៃបែរក៏ដោយតបមកលីអនបានភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងបានឃើញនិមិត្តសញ្ញានាគរបស់រ៉ូសនៅលើទ្រូងរបស់លីអននឹងបានភ្លឺឡើងនៅពេលនោះរ៉ូសបាននិយាយទៅកាន់លីអនថានាងភ្លេចប្រាប់លីអនទៅថានៅពេលដែលមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស2នាក់នៅជាមួយនឹងនាគដែលមានចំណងក្នុងការរួមភេទនៅពេលនោះនាគនឹងបង្កើតប្រតិកម្មឡើងហើយខ្ញុំអត់យល់ថានឹងគេចង់និយាយពីអីទេខ្ញុំសូមមិនយល់សូមមិនស្ដីសូមមិននិយាយអ្វីទាំងអស់ក៏ព្រោះតែខ្ញុំមិនយល់បើខ្ញុំយល់ចាំខ្ញុំបកស្រាយនៅពេលនោះរ៉ូសបានសួរទៅកាន់លីអនថាតើឥឡូវហ្នឹងលីអនកំពុងតែក្តៅក្រហាយក្នុងខ្លួនមែនទេធំអត់បានមែនអត់នៅពេលនោះលីអនបានសួរទៅកាន់រ៉ូសថាតើរ៉ូសនឹងចង់ធ្វើបែបហ្នឹងនៅទីហ្នឹងមែនអត់នៅពេលនោះរ៉ូសបានតបទៅកាន់លីអនថាប្រកាសហើយដឹងថាថៃបាននាងនាំលីអនមកកន្លែងហ្នឹងអត់នៅពេលនោះរ៉ូសបានប្រាប់ទៅកាន់លីអនថាដោយសារតែនាងចង់ឲ្យលីអនធ្វើនៅអ្វីដែលខ្មៅអ៊ីនបំផុតនៅមុខផ្ទះរបស់វានៅពេលនោះលីអនបានតបទៅកាន់រ៉ូសវិញថាតែរ៉ូសគិតថាលីអននឹងខ្លាចមានក៏រឿងបែបហ្នឹងសោះហើយលីអនបានបន្តទៀតថាវានឹងរងចាំរហូតដល់ឱកាសវាមកដល់វានឹងតបស្នងទៅរ៉ូសវិញទ្វេដងចំពោះការអាម៉ាស់ដែលរ៉ូសបានធ្វើចំពោះវានៅពេលនោះលីអនបានយកដៃរបស់វាទាញដៃរ៉ូសឲ្យមកជិតវាហើយរ៉ូសបាននិយាយទៅកាន់លីអនថាអូខេនាងនឹងចាំមើលថាតើលីអននឹងស្លាប់ឬមួយក៏រស់នៅចិត្តទីក្រុងព្រំដែនចក្រភពនៅពេលនេះយើងបានឃើញទឹកមុខរបស់រ៉ូសសប្បាយចិត្តខ្លាំងមែនទែនហើយមានបេះដូងនឹងជុំវិញខ្លួនទៀតនេះហើយបើកន្លែងមកមើលលីអនវិញដេកយំហើយនៅពេលនោះរ៉ូសបាននិយាយទៅកាន់លីអនថានាងពិតជាពេញចិត្តខ្លាំងមែនទែនចំពោះការសម្ដែងរបស់លីអនលើកហ្នឹងហើយរ៉ូសបានបន្តទៀតថាចាំនាងនាំលីអនមកទីនឹងរាល់ខែហ្មងដើម្បីទៅលេងស្រុកកំណើតរបស់លីអននៅពេលនោះលីអនបាននិយាយទៅកាន់រ៉ូសថារ៉ូសនឹងគឺជានាគស្រីដែលក្បាលរបស់នាងនៅលើពពកកំពុងតែគិតពីរឿងវាទម្លាក់វាដល់ដីមកនៅពេលនឹងរ៉ូសបានតទៅកាន់លីអនវិញថាអូមែនហើយធ្លាប់ឃើញតែប្រហែលជារ៉ូសសដៅទៅលើពេលដែលនាងបាននាំលីអនមកដល់ក្បែរព្រំដែនរបស់មនុស្សហើយបានទម្លាក់លីអនពីលើមេឃមកនឹងដឹងឥឡូវចូលស្អីយើងវិញបន្ទាប់មករ៉ូសបានបើកស្លាបរបស់នាងហើយបានហៅទៅកាន់លីអនថាតោះពួកយើងទៅកូនស្រីរបស់យើងកំពុងតែរងចាំពួកយើងនៅផ្ទះប៉ុន្តែនៅពេលនោះលីអនបាននិយាយទៅកាន់រ៉ូសថាក្នុងនាងវាគឺជា Dragon Slayer ម្នាក់វានឹងមិនអោយនាងចាប់វាដូចជាសត្វព្រៃយ៉ាងទេវាអាចដើរទៅបានតែខ្លួនឯងនៅពេលនោះរ៉ូសបានតទៅកាន់លីអនវិញថាចម្ងាយពីទីនេះទៅកាន់ប្រាសាទនាគប្រាក់របស់នាងនឹងក្នុងល្បឿនហោះហើររបស់នាងចំណាយពេលយ៉ាងហោចណាស់3ម៉ោងហើយអាចចំណាយពេល10ថ្ងៃឬកន្លះខែសម្រាប់មនុស្សដើរ
នៅពេលនោះអាលីអនបានតបទៅកាន់រ៉ូវិញថាត្រឹមតែ10ថ្ងៃឬកន្លះខែទេក៏មើលស្រាលនឹងការតស៊ូរបស់មនុស្សឲ្យស្ដោះនៅពេលរ៉ូបានឮអញ្ចឹងរ៉ូបានតបទៅកាន់លីអនវិញថានាងចង់ឃើញខ្លាំងមែនតើតើលីអននោះដើរបានយូរប៉ុណ្ណាមួយសន្ទុះក្រោយមកពេលនោះលីអនហត់ខ្លាំងហើយហត់ប្រាហើយដើរលេងចង់ទៅមុខហើយមើលទៅមុខទៅដឹងហើយនេះនៅពេលនោះរ៉ូបាននិយាយផ្សាយទៅកាន់លីអនទៅថាមិនយាយដើរទៅមុខទៀតលេងហួចហើយមែនប៉ុន្តែលីអនបានតបទៅកាន់រ៉ូវិញថាអាណាថាប្រាប់មើលនៅពេលដែលបានឮអញ្ចឹងហើយរ៉ូក៏បានដកដង្ហើមធំមួយទៅហើយក៏បាននិយាយទៅកាន់លីអនថារឿងតែមួយគត់ដែលតឹងហ្នឹងគឺជាមាត់បល់លីអននឹងឯងនៅពេលដែលលីអនបានឮអញ្ចឹងលីអនម្ដងនឹងតទៅកាន់រ៉ូវិញហើយប៉ុន្តែភ្លាមហ្នឹងបានឮសំឡេងសម្រឹកជើងសេះឆ្លងកាត់ទីនោះនៅពេលដែលបានឃើញអញ្ចឹងហើយលីអនបាននិយាយក្នុងចិត្តថានេះគឺជាកងទ័ព Dragon Slayer តើនេះនៅពេលដែលបានឃើញអញ្ចឹងលីអនពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយបាននិយាយក្នុងចិត្តថាកងទ័ពទាំងអស់នេះប្រកបជាអាចជួយវាក្នុងការកម្ចាត់រ៉ូបានខ្លាំងមែនទែននៅពេលនោះបើយើងមើលរ៉ូវិញថាមុខខឹងខ្លាំងមែនទែនបំរុងនឹងចង់ហត់ទៅស៊ីសាច់ពួកនឹងទាំងរស់ហើយនៅពេលដែលលីអនឃើញអញ្ចឹងវាបានគិតបន្តទៀតថាបើសិនជាវាឲ្យពួកនឹងជួយវាក្នុងការស្លាប់រ៉ូក៏ជាស្លាប់ពួកនឹងគ្មានស្ទាក់ស្ទើរអីមិនតិចទេនៅពេលនោះមេក្រុមរបស់ពួក Dragon Slayer ហ្នឹងក៏បានងាកមកឃើញរ៉ូនិងលីអនក៏បានងាកមកសួរទៅថាតើពួកគេហ្នឹងកំពុងតែបាត់អីមែននៅពេលនោះលីអនក៏បានតទៅកាន់មេក្រុមនឹងវិញថាអត់ទេវាគ្រាន់តែមកដើរលេងតើហើយលីអនក៏បានគិតបន្តក្នុងចិត្តទៅថាវាមិនអាចតាក់ទងមនុស្សទាំងអស់នឹងបានទេនៅពេលនោះមេក្រុមនឹងក៏បានចុះពីលើសេះហើយបាននិយាយទៅកាន់រ៉ូនិងលីអនថាព្រៃនេះមិនមែនជាកន្លែងសម្រាប់ដើរលេងទេវាមានសត្វកាយសាហាវនិងសត្វព្រៃជាច្រើនប្រភេទអញ្ចឹងអនុញ្ញាតឲ្យវានាំអ្នកទាំងពីរចាក់ចេញពីទីកន្លែងហ្នឹងទៅអូមែនហើយខ្ញុំមានឈ្មោះថា Walker គឺជាកងវរៈសេនាតូចលេខទី47នៃកងទ័ព Dragon Slayer នៅពេលនោះលីអនបានតបទៅកាន់ Walker ថាវាអរគុណខ្លាំងមែនទែនចំពោះការយកចិត្តទុកដាក់របស់ Walker ប៉ុន្តែពួកយើងបានរៀនពីការបណ្ដុះបណ្ដាលក្នុងការការពារខ្លួនផងដែរអញ្ចឹងអត់អីទេបន្ទាប់មកលីអនបានគិតក្នុងចិត្តថាកុំមកនឹងអីកុំមកប៉ុន្តែភ្លាមនោះ Walker បាននិយាយទៅកាន់លីអនថាអ្នកមើលទៅដូចប្រហែលដូចធ្លាប់ស្គាល់តើវានឹងធ្លាប់ឃើញលីអននៅកន្លែងណាអត់នោះតែបើយើងមកមើលខ្សែភ្នែករបស់រ៉ូវិញគឺថាមុតខ្លាំងមែនតើនាងបានបញ្ចេញថាមពលនៅដែលបើនាងម្ដងនឹងហក់ទៅស្លាប់ពួកធានទាំងអស់នឹងចោលហើយនៅពេលនោះអាលីអនបានឃើញអញ្ចឹងវាក៏បានយកដៃរបស់វាទៅចាប់ដៃរបស់រ៉ូដែលបញ្ចេញថាមពលដែរក៏បានទាញរ៉ូមកអោបនៅពេលនោះរ៉ូភ្ញាក់ផ្អើលខ្លាំងមែនតើហើយអាលីអនបាននិយាយទៅកាន់ Walker ថា Walker នឹងយល់ច្រឡំមួយវាហើយដោយសារតែវាមានមុខដ៏ពេញនិយមធ្វើឲ្យ Walker នឹងច្រឡំវាជាមួយនឹងអ្នកផ្សេងនេះសូម្បីតែប្រពន្ធរបស់វាក៏ទទួលស្គាល់ដែរថាវាមានមុខដ៏ពេញនិយមបែបហ្នឹងហើយបើបែបហ្នឹងវាខុសដែរមែនអត់បន្ទាប់មកលីអនបាននិយាយទៅកាន់រ៉ូសឹកថាវានឹងព្រមទៅជាមួយរ៉ូហើយស្ដាប់បង្គាប់រ៉ូប៉ុន្តែវាចង់ឲ្យរ៉ូនឹងជួយវាដើម្បីឲ្យក្រុមទាហាននឹងចាក់ចេញសិនទៅគឺចង់ឲ្យរ៉ូនឹងជួយសម្ដែងមួយវាដើម្បីឲ្យក្រុមទាហាននឹងចាក់ចេញទៅសិនណានៅពេលនឹងរ៉ូបានចូលរួមសម្ដែងជាមួយលីអនទៅហើយបន្ទាប់មក Walker បាននិយាយទៅកាន់លីអននិងរ៉ូថាអត់អីទេចឹងវាមិនរំខានស្នេហារបស់អ្នកទាំងពីរទេហើយវាក៏បានចាក់ចេញទៅបន្ទាប់ពីក្រុមរបស់ Walker បានចាក់ចេញទៅរ៉ូក៏បានសួរទៅកាន់លីអនថាហើយការបាលីអននឹងលែងនាងហើយមិនអាលីអននឹងจะអោបនាងដល់អង្ការទៀតបន្ទាប់មកលីអនបានភ្ញាក់ខ្លួនព្រឺតវាក៏បានបលែងរ៉ូទៅនៅពេលហ្នឹងរ៉ូបាននិយាយទៅកាន់លីអនថាលីអនឯងឆ្លាតហើយបានសុំជំនួយប៉ុន្តែមានរឿងមួយលីអននឹងគួរតែកំណត់មុខតំណែងរបស់ខ្លួនឯងទោះបីជានាងមានកូនរបស់លីអនក៏ដោយក៏មិនមានន័យថានាងនឹងគឺជាប្រពន្ធរបស់លីអនដែរបន្ទាប់មកលីអនក៏បានតបទៅកាន់រ៉ូវិញយ៉ាងសំដីលយថាវាក៏មិនបានចាប់ទុកថាវានឹងគឺជាប្តីរបស់នាងដែរនៅពេលហ្នឹងរ៉ូក៏បានងាកចេញហើយក៏បានបួលីអនទៅមុខតទៀតព្រោះឲ្យវានៅផ្លូវវែងឆ្ងាយទៀតប៉ុន្តែអាលីអនដូចជាស៊ីសើហើយវាមានអារម្មណ៍ថាឈឺដៃខ្លាំងមែនតើបន្ទាប់មកយើងបានឃើញថាដៃរបស់វាមានរបួសបាត់ហើយភ្លាមណាលីអនក៏បានដួលស្លាប់ទៅហើយរ៉ូក៏បានសួរទៅកាន់លីអនថាមិនហើយនឹងស្លាប់មែនហ្នឹងហើយចាចេះសួរកើតគេស្លាប់ហើយនៅសួរគេថាស្លាប់មែនហ្នឹងបន្ទាប់មករ៉ូបាននិយាយថាមនុស្សអីក៏ផុយស្រួលយ៉ាងហ្នឹងហើយនាងក៏បានប្រែកន្លែងទៅជានាគចាប់ទាញអាលីអនបោះឡើងលើខ្នងមកនាងហើយក៏ហោះចាក់ចេញទៅហើយយំសុំសេរឿងមកនៅប្រាសាទនាគប្រាក់ពេលយើងបានឃើញអាលីអនវាទៅតែភ្ញាក់ពីស្លាប់ហើយនៅកន្លែងនោះក៏មានមឿននៅនឹងដែរនៅពេលនោះមឿនបាននិយាយទៅកាន់អាលីអនថាប៉ារបស់កូនបានភ្ញាក់ហើយនេះពេលនោះអាលីអនវាឆ្ងល់ខ្លាំងមែនទែនថាតើវាមកដល់ប្រាសាទនាគប្រាក់នឹងវិញនៅរបៀបណាបន្ទាប់មកមឿនបានប្រាប់ទៅកាន់អាលីអនថាម៉ាក់អ្នកនាំប៉ាមកហ្នឹងប៉ុណ្ណឹងក៏ឆ្ងល់ដែរពេលនោះអាលីអនវាបាននិយាយថាចុងក្រោយរស់នៅតែចាប់វាដូចសត្វព្រៃដដែលហ្នឹង
ហើយមើលទឹកមុខបោះរស់នៅក្នុងកៅផ្នែករបស់លីអនដូចចង់ស៊ីសាច់វាទាំងរស់អញ្ចឹងនៅពេលនោះលីអនវាភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលដែលវាបានឃើញបងហូនរវល់នៅដៃរបស់វានឹងពេលនោះមឿនបានចាប់ដៃលីអនហើយបានប្រាប់ទៅកាន់លីអនថាបងហូនរវល់នឹងនាងអ្នកចងលីអននៅពេលនោះលីអនបានគិតក្នុងចិត្តថា Dragonologist នឹងគឺធ្លាប់និយាយថាពួកនេះគឺជាពូជមួយដែលកាចសាហាវខ្លាំងមែនតើពួកនេះនឹងបានប្រើពេលវេលាពេញមួយជីវិតរបស់ពួកគេក្នុងអំពើហិង្សានិងការកាប់សម្លាប់បង្ហូរឈាមតាំងពីកុមារភាពមកហើយខ្ញុំអត់ដឹង Dragonologist នឹងណាគេទេចាំមើលតទៅមុខទៀតទៅបន្ទាប់មកលីអនបានគិតក្នុងចិត្តបន្តទៀតថាទោះបីជាមឿននឹងគឺជាអ្នកពិតមែនប៉ុន្តែនាងមិនមានអាកប្បកិរិយាកាចសាហាវនៅមួយដាក់ចំពោះវាទេហើយថែមទាំងបានចាត់ទុកវានឹងថាជាឪរបស់នាងទៀតតើអាចទេដោយសារតែនាងគឺជាកូនកាត់មនុស្សបន្ទាប់ពីបានគិតចឹងហើយលីអនវាបានសរសើរទៅកាន់មឿនទៅថាមឿននឹងពិតជាអស្ចារ្យខ្លាំងមែនតើដែលបានចងបងហូមដៃវានឹងមើលទៅគួរស្រឡាញ់មកនេះបន្ទាប់មកលីអនបាននិយាយទៅកាន់មឿនថាមឿនពិតជាគួរស្រឡាញ់ខ្លាំងមែនតើប៉ុន្តែនៅពេលដែលមឿនធំឡើងមិនគួរយកតម្រាបតាមម្ដាយរបស់នាងទេនៅពេលដែលមឿនបានឮអញ្ចឹងមឿនឆ្ងល់ខ្លាំងមែនតើប៉ុន្តែនៅពេលនោះមិនដឹងថារួមម្ដងតាំងពីកាលទេរស់បានសួរទៅកាន់លីអនថាតើនាងនឹងខុសអីមែននៅពេលដែលបានឃើញចឹងលីអនវាភ្ញាក់ផ្អើលខ្លាំងមែនតើឡើងព្រោះទឹកមាត់នេះហើយតបមកវាបាននិយាយទៅកាន់រស់វិញថាគ្មានអីហ៎គ្មានអីទេបន្ទាប់ពីបានឃើញរស់ដើមមកអញ្ចឹងមឿនក៏បានយកដៃដែលបានហុំលពោះរបស់លីអននឹងលើកទៅឲ្យរស់មើលបន្ទាប់មកដែលបាននិយាយទៅកាន់រស់ថាម៉ាក់មើលមឿនបានរំរបួសឲ្យប៉ាតាមការណែនាំរបស់ម៉ាក់រួចហើយបន្ទាប់មករស់បាននិយាយទៅកាន់មឿនដែលទុកមុខស្មើថាហ្នឹងហើយនឹងគឺជាអីដែលអ្នកគួរតែធ្វើនៅពេលនោះលីអនបានសួរទៅកាន់មឿនទៅថាមឿននឹងចង់លេបបិទពួនមួយវីអត់បើចង់ទៅពួននៅក្នុងសួនទៅហើយវានឹងរាប់ដល់100វានឹងតាមរត់មឿនហើយនៅពេលនោះមឿនសប្បាយចិត្តខ្លាំងមែនតើហើយក៏បានរត់ព្រមមកលីអនទៅបន្ទាប់មកលីអនបាននិយាយទៅកាន់មឿនទៅថាឲ្យមឿននឹងទៅពួនលឿនទៅវាមិនដូចម្ដាយរបស់មឿនទេបន្ទាប់មកលីអនបានចាប់ដើមរាប់1 2 3នៅពេលហ្នឹងមឿនបានរត់ចេញទៅយ៉ាងលឿនហើយបានប្រាប់ទៅកាន់លីអនថាប៉ាកំរាប់លឿនពេកនៅពេលដែលមឿនបានចាក់ចេញផុតទៅលីអនបាននិយាយទៅកាន់រ៉ូថាវាមានរឿងចង់និយាយមួយរ៉ូបន្ទាប់មកលីអនបានសួរទៅកាន់រ៉ូទៅថាតើរ៉ូអត់ពិបាកទេក្នុងការចិញ្ចឹមកូននឹងបន្ទាប់មករ៉ូបានតបទៅកាន់លីអនវិញថាពួកយើងទាំងអស់គ្នាបានឆ្លងកាត់រឿងនឹងរួចមកហើយមានតែការតឹងរឹងរបស់ពួកយើងចំពោះកូនទេទើបអាចបណ្ដុះបណ្ដាលអ្នកចម្បាំងដ៏ខ្លាំងរឹងមាំបានបន្ទាប់មកលីអនបានតបទៅកាន់រ៉ូវិញថាប៉ុន្តែមឿនមិនមែនជានាគទាំងស្រុងទេហើយនាងគួរឲ្យស្រឡាញ់ណាស់តែនាងអាចទ្រាំបានដែរហើយប៉ុន្តែរ៉ូបានតបទៅកាន់លីអនវិញថាទោះជាយ៉ាងណាមឿននៅតែជានាគដដែលនឹងហើយពាក្យដែលថាគួរឲ្យស្រឡាញ់នឹងគឺជាពាក្យប្រមាថមើលងាយខ្លាំងមែនតើចំពោះពួកនាគប៉ុន្តែភ្លាមណាលីអនអត់ចៅទេបានតបទៅកាន់រ៉ូវិញថារ៉ូនឹងក៏គួរឲ្យស្រឡាញ់ដែរនៅពេលដែលបានឮអញ្ចឹងរ៉ូបានស្រឡក់ទៅកាន់លីអនហើយបានចាប់ទូពូតកអាលីអនមកជិតហើយបាននិយាយទៅកាន់លីអនថាលីអននឹងគ្រាន់តែជាទេសចរសម្រាប់នាងបញ្ជាកំហឹងទេកុំធ្វើអីលើពីនឹងពេកតបមកលីអនបានឆ្លើយថាហើយមើលទឹកមុខវាធ្វើនៅពេលហ្នឹងរ៉ូបានប្រាប់ទៅកាន់លីអនវិញថាល្អដែលលីអនយល់ប៉ុន្តែក្នុងនាមនាងជាមហាក្សត្រីនាគប្រាក់នាងមានកិច្ចការរដ្ឋាភិបាលជាច្រើនមែនទែនក្នុងការដោះស្រាយដូច្នេះហើយក្នុងការមើលថែក្មេងនឹងទុកឲ្យលីអនទៅហើយរ៉ូបានអត់នឹកសឹកប្រាប់ឲ្យលីអនថាមឿននឹងចូលចិត្តឲ្យលីអនណាសាច់រឿងបានកាត់មកក្នុងសួនច្បារនៅប្រាសាទនាគប្រាក់តបមកយើងបានឃើញលីអនវាដើរល្អូម្នាក់ឯងថាខ្ញុំគឺជា Dragon Queen បើសិនជាយើងគឺជា Dragon Slayer ដូច្នេះហើយយើងគឺត្រូវតែមានទំនួលខុសត្រូវក្នុងការមើលថែកុមារភ្លាមៗស្រាប់តែលីអនបានភ្ញាក់ផ្អើលនឹងវត្តមានរបស់នរណាគេម្នាក់តាមពិតទៅនឹងគឺជាមឿនប៉ុន្តែបើមើលទៅទឹកមុខទៅថាម៉ៅខ្លាំងមែនតើអត់ដូចមឿនយើងធ្លាប់ឃើញហោះដងទេរុះរាយរាក់ទាក់ណាស់នៅពេលនោះលីអនបានរំចិត្តថាតើមឿននឹងគិតថាវារកមឿនអត់ឃើញមែននៅពេលដែលនាងពូននៅខូចខ្នងវាអញ្ចឹងនៅពេលនោះលីអនបាននិយាយទៅកាន់មឿនទៅថាទីបំផុតវារកឃើញមឿនហើយប៉ុន្តែបើមើលទៅមឿនវាអត់មានប្រតិកម្មមិនបន្តិចទេនៅពេលនោះលីអនកាំងខ្លាំងមែនតើបន្ទាប់មកវាបានគិតក្នុងចិត្តថាតើមឿននឹងពងខឹងវាមែននៅពេលដែលឃើញចាលីអនបាននិយាយទៅកាន់មឿនទៅថាឲ្យវាសុំទោសផងដោយមឿននឹងចាំវាយូរប៉ុន្តែពេលនោះលីអននិយាយតន់ចាប់ផងមឿនក៏បានចាក់ចេញទៅលីអនឆ្ងល់ណាស់មែនតើហើយវាក៏បានស្រែកសួរកាន់មឿនទៅថាមានរឿងអីនៅពេលនោះមឿនអត់មានតបតមកលីអនទេហើយបានរត់ចាក់ចេញទៅលីអនឆ្ងល់ហើយក៏បានស្រែកសួរទៅកាន់មឿនទៅថាតើមានរឿងអីមែនមឿននៅពេលនោះលីអនក៏ព្យាយាមរត់តាមមឿនដែរប៉ុន្តែវាតាមអត់ទាន់មឿនទេអត់ដឹងថាមឿនទៅដល់ណាទេលឿនមែនតើបន្ទាប់មកលីអនបានគិតក្នុងចិត្តថាវាពិតជាពិបាកខ្លាំងមែនតើក្នុងការយល់ពីអារម្មណ៍របស់ក្មេងចឹងតើបានរស់ឲ្យវាមកមើលថែក្មេងហ្នឹងនៅពេលនេះយើងបានឃើញមឿននៅពីក្រោយលីអននៅពេលដែលឃើញលីអនចឹងមឿនក៏បានហត់ទៅចាប់លីអនហើយបាននិយាយថាមឿនចាប់ប៉ាបានហើយបើយើងមើលទៅមឿនទៅខុសពីមិញដាច់ហ្មងមុខរីករាយខ្លាំងតែអត់ដូចមឿនមិញទេមុខម៉ៅណា
នៅពេលដែលឃើញចឹងអាលីអនក៏បានសួរទៅកាន់មឿនទៅថាម៉េចហ្នឹងវាទៅឃើញមឿនរត់កាត់វាតើនៅពេលដែលមឿនលឺអញ្ចឹងមឿនឆ្ងល់ខ្លាំងមែនតើដាក់សញ្ញាសួរមួយបន្ទាប់ពីលឺអញ្ចឹងមឿនបាននិយាយទៅកាន់អាលីអនទៅថាអាលីអនហ្នឹងរអនេះអត់ទាន់ឃើញផងអញ្ចឹងហើយបាននាងចេញមកចាប់អាលីអនហ្នឹងនៅពេលដែលលឺអញ្ចឹងអាលីអនវាឆ្ងល់ខ្លាំងមែនតើតិចមិញវាមើលច្រឡំទៅប៉ុន្តែព្រាមហ្នឹងមឿនបានដឹកដល់អាលីអនចេញទៅហើយបានប្រាប់អាលីអនថានាងមានអីបង្ហាញអាលីអននៅពេលនោះយើងបានឃើញមានមឿនម្នាក់ទៀតឈរមើលពួកគេចាក់ចេញទៅហើយយើងអត់ដឹងថាមឿននឹងជាអ្នកគេទេចាំមើលសិនទៅចឹងឥឡូវយើងនឹងដាក់ថែម chapter ទៀតឲ្យទាំងអស់គ្នា chapter ទី6តាមសាច់រឿងមកនៅកន្លែងមួយយើងបានឃើញថាមឿនកំពុងអង្គុយគូសរូបហើយលីអនវាកំពុងតែគិតក្នុងចិត្តថាវាពិតជាល្អខ្លាំងមែនតើមិនមានកូនស្រីអញ្ចឹងធ្វើឲ្យវាមានអារម្មណ៍ស្រស់ស្រាយហ្មងតបមកវាបានគិតក្នុងចិត្តទៀតថាមិនយូរមិនឆាប់ទេប៉ានឹងជួយកូនឲ្យរួចផុតពីកណ្ដាប់ដៃរបស់មេនេះនឹងនៅពេលហ្នឹងមឿនបានរត់ទៅរកលីអនហើយបានប្រាប់លីអនថាប៉ាមើលមឿនបានគូសរូបគ្រួសារតបមកលីអនបាននិយាយទៅកាន់មឿនថាមឿនពិតជាអស្ចារ្យខ្លាំងមែនតើសំជាកូនស្រីរបស់វាហ្មងនេះប៉ុន្តែឯកដល់ចម្លែកនោះនៅពេលដែលមឿនយករូបគំនូរនោះមកលីអនមើលនៅក្នុងរូបគំនូរនោះយើងបានឃើញមានមនុស្សប្រុសស្រីហើយនឹងមានក្មេងចំនួន2នាក់ដល់ពេលចឹងលីអនឆ្ងល់បរោយវាក៏សួរទៅកាន់មឿនថាម៉េចបានមានក្មេង2នាក់នៅក្នុងនោះអញ្ចឹងនៅពេលនោះមឿនបានតទៅកាន់លីអនវិញថាក្មេងស្រី2នាក់ហ្នឹងគឺមាននាងជាមួយនឹងបងប្អូនស្រីរបស់នាងម្នាក់ទៀតនៅពេលដែលឮចឹងលីអនផ្ទះផ្អើលបរោយថាមឿនហ្នឹងមានបងប្អូនអញ្ចឹងមិនបានន័យថាវាមានកូន2ហើយចឹងនៅពេលនោះបាននិយាយថាអញ្ចឹងថាក្មេងស្រីដែលវាឃើញនៅក្នុងសួនហ្នឹងគឺជាកូនវាម្នាក់ទៀតនឹងឯងប៉ុន្តែនាងខឹងប្រហែលដោយសារតែវាហៅឈ្មោះរបស់នាងខុសនឹងឯងមើលទៅនៅពេលនោះមឿនបាននិយាយទៅកាន់អាលីអនថាមឿនគិតថាបងស្រីប្រហែលអត់ខឹងប៉ាទេគ្រាន់តែនាងអៀនប៉ាតែប៉ុណ្្នឹងបន្ទាប់មកលីអនវាបាននិយាយថាប្រកាសហើយដោយសារតែវាហើយនាងអត់ដែលជួបគ្នាអញ្ចឹងនាងអាចអត់ស្គាល់វាគ្រប់យ៉ាងហ្នឹងគឺជាកំហុសរបស់នាងនឹងទាំងអស់ហ្នឹងចាំមើលពេលនឹងទៅសុំការពិតពីនាងនឹងដែលបានលាក់បាំងកូនស្រីនឹងពីវាសាក់រឿងបានកាត់មកក្នុងបន្ទប់សិក្សារបស់រ៉ូសនៅពេលដែលរ៉ូសកំពុងតែអង្គុយសុកសក់នោះស្រាប់តែមានណាគេបើកទ្វារចូលមកតែពិតទៅអ្នកបើកទ្វារចូលមកនោះគឺជាអាលីអននឹងឯងនៅពេលដែលវាបានបើកទ្វារចូលមកវាបានស្រែកហៅទៅកាន់រ៉ូសប៉ុន្តែរ៉ូសបានសួរទៅកាន់អាលីអនថាតើមឿននៅណានៅពេលនោះអាលីអនបានប្រាប់ទៅកាន់រ៉ូសថាមឿនបានទៅលេងមួយបងស្រីរបស់នាងបាត់ហើយអាលីអនបាននិយាយទៅកាន់រ៉ូសថារ៉ូសនោះពិតជាប្រកែលាក់បាំងខ្លាំងមែនទែនហើយពេលនោះបានផងប្រាក់វាថាមានកូនស្រីច្បងមួយទៀតនៅពេលនោះរ៉ូសបានតបទៅកាន់អាលីអនថាអាលីអននោះមិនគួរដឹងនៅពេលហ្នឹងទេប៉ុន្តែអាលីអនបានតបទៅកាន់រ៉ូសវិញថាវាត្រូវតែអរគុណរ៉ូសហើយមើលទៅនេះដែលរ៉ូសបានផ្ដល់កំណើតកូនស្រីឲ្យវាម្ដងពីរវាមិនគិតថារ៉ូសនឹងផ្ដល់កំណើតកូនស្រីវាម្ដងពីរចឹងទេវាជាការងារលំបាកខ្លាំងមែនទែនក្នុងការផ្ដល់កំណើតឲ្យកូននឹងហើយវាបន្តទៀតថានៅថ្ងៃណាមួយដែលវាបានត្រឡប់ទៅចក្រភពវិញវានឹងសរសេរឈ្មោះរបស់រ៉ូសនឹងនៅក្នុងដើមឈើគ្រួសារហើយនៅពេលនោះរ៉ូសបានតទៅកាន់លីអនវិញថាតើលីអនដឹងថាថៃបាននាងអត់ផងប្រាប់លីអនថាមានកូនស្រីច្បងម្នាក់ទៀតអត់នៅពេលនោះអាលីអនបានតទៅកាន់រ៉ូវិញថាប្រកាសដោយសារតែរ៉ូនឹងចំណែនភាពស្និទ្ធស្នាលរបស់វាជាមួយនឹងមឿនដូច្នេះហើយចេតនារបស់រ៉ូនឹងគឺមិនចង់ឲ្យណូអាមកជួបវាក្នុងនាមជាឪពុកទេដោយសារតែខ្លាចវាមានភាពស្និទ្ធស្នាលជាមួយនឹងណូអាម្នាក់ទៀតចង់យើងបានស្គាល់ឈ្មោះកូនស្រីច្បងរបស់លីអនហើយមានឈ្មោះថាណូអានឹងឯងនៅពេលនោះរ៉ូបានតទៅកាន់លីអនវិញថាតើលីអននឹងមានភាពព្រួយបារម្ភខ្លះអត់ក្នុងការទៅជួបណូអានឹងប៉ុន្តែលីអនបានតទៅកាន់រ៉ូវិញថាមានណាគេមកចង់ជួបកូនស្រីខ្លួនឯងនោះហើយវាបានបន្តទៀតថាវាមិនដូចរ៉ូសទេគឺជាម្ដាយដែលខូខើឈាមត្រជាក់ខ្លាំងមែនទែនហើយរឹងរូសទៀតវាចង់បណ្ដោះបណ្ដាលភាពស្និទ្ធស្នាលរបស់វាជាមួយនឹងណូអានៅពេលដែលបានឮអញ្ចឹងរ៉ូសអត់ខ្វល់ទេហើយបាននិយាយទៅកាន់លីអនថាមិនអីទេអញ្ចឹងពេលដែលបានជួបហើយកុំស្ដាយក្រោយកាត់មកកាន់ផ្ទះបាយពេលនេះយើងបានឃើញលីអនវាកំពុងតែធ្វើម្ហូបនឹងឯងនៅពេលនោះលីអនបាននិយាយថាវានឹងធ្វើឲ្យរ៉ូសឃើញថាថ្ងៃនេះគឺជាថ្ងៃដ៏ល្អមួយតបមកសាច់រឿងបានប្រាប់យើងថាក្នុងការជៀនជើងដំបូងរបស់លីអននៅក្នុងការបង្កើតភាពស្និទ្ធស្នាលជាមួយនឹងណូអាហ្នឹងវានឹងប្រើប្រាស់អាហារដ៏ឆ្ងាញ់ដើម្បីឲ្យណូអានឹងហូបលីអនវាបាននិយាយបន្តទៀតថាអាហារមួយមុខដែលវាកំពុងតែធ្វើហ្នឹងវាឧស្សាហ៍ធ្វើខ្លាំងមែនតើនៅក្នុងគ្រួសាររបស់វាហើយគេសរសើរថាល្អឆ្ងាញ់គ្រប់គ្នាហើយបើនិយាយពីរសជាតិវិញគឺផ្អែមស័ក្តិសមសម្រាប់កុមារខ្លាំងមែនតើនៅពេលនោះលីអនវាបានសារខ្លួនឯងបន្តទៀតទៅថាថ្វីដៃវាធ្វើអាហារហ្នឹងអត់មានចេះចាប់តាណាសោះនោះនៅដៃហើយវាបាននិយាយបន្តទៀតថារសជាតិអាហារហ្នឹងនឹងអាចយកឈ្នះចិត្តរបស់ណូអាបានជាមិនខានទេនេះហើយបន្ទាប់មកវាបានសម័យឃើញរូបយើងរបស់ណូអានិយាយមកកាន់វាថាណូអាចូលចិត្តម្ហូបរបស់ប៉ាធ្វើខ្លាំងមែនតើហើយកុំច្រឡំថានឹងគឺជាមឿនអីនឹងគឺជារូបយើងរបស់ណូអាដែលវាធ្លាប់ឃើញនៅក្នុងសួននឹងឯងហើយនៅពេលនោះយើងក៏បានឃើញមានអ្នកបម្រើ2នាក់កំពុងតែឈរមើលលីអនដែរហើយអ្នកទាំងពីរហ្នឹងយើងធ្លាប់ឃើញម្ដងរួចហើយនៅពេលដែលបានឃើញអញ្ចឹងអ្នកបម្រើស្រីមាននៅខាងស្ដាំដៃនោះបាននិយាយឡើងថា
ព្រះអង្គម្ចាស់ទើបតែជាសះស្បើយពីរបួសឥឡូវបានងើបមកចម្អិនអាហារសម្រាប់គ្រួសាររបស់ទ្រង់ទៀតទ្រង់ពិតជាបុរសល្អម្នាក់ដែលយកចិត្តទុកដាក់លើគ្រួសាររបស់ទ្រង់ខ្លាំងមែនទែននៅពេលដែលបានឮអញ្ចឹងអ្នកបម្រើស្រីនៅខាងឆ្វេងនោះគាំងប្រោយនៅពេលនោះយើងបានឃើញរោបានដឹកដៃមឿននឹងណូអាចូលមកអ្នកបម្រើទាំងពីរនោះនៅពេលដែលបានឃើញរោចូលមកអញ្ចឹងក៏បានគ្រប់ទៅកាន់រោទៅនៅពេលនោះរោបាននិយាយទៅកាន់អ្នកបម្រើទាំងពីរនឹងថាមិនបាច់ធ្វើម្ហូបស្អីទេល្ងាចហ្នឹងនាំគ្នាសម្រាកទៅអ្នកបម្រើទាំងពីរនោះបានឮជាងហើយក៏បានទទួលបញ្ជារបស់រោទៅបន្ទាប់ពីបានប្រាប់អ្នកបម្រើទាំងពីរនឹងហើយរោបានដឹកដៃណូអានិងមឿនដើរចូលទៅក្នុងបន្ទប់អាហារនៅពេលដែលបានចូលទៅដល់ភ្លាមមឿនក៏បានសួរទៅកាន់លីអនទៅថាប៉ាមានក្លិនអីនឹងនៅពេលនោះលីអនបានតទៅកាន់មឿនវិញថាដោយសារតែវាបានឮថាអ្នកទាំងពីរនឹងចូលចិត្តញ៉ាំសាច់ដូច្នេះបានរៀបចំអាហារពីរមុខនេះសម្រាប់អ្នកទាំងពីរបន្ទាប់មកលីអនវាបានគិតក្នុងចិត្តថាណូអាតើមានអារម្មណ៍ថាវានេះគឺជាពុករបស់នាងអត់នោះប៉ុន្តែនៅពេលនោះយើងបានឃើញណូអាងាកមុខចេញពីលីអនហើយបានធ្វើសម្លេងនៅពេលនោះលីអនវាគាំងខ្លាំងមែនតើហើយវាបាននិយាយក្នុងចិត្តថាហេតុអីបានជាខុសពីការគិតរបស់វាអញ្ចឹងនៅពេលនោះបានគិតក្នុងចិត្តបន្តទៀតថាច្បាស់ណាស់រ៉ូនឹងបានដឹងពីស្ថានភាពនឹងទុកមុនហើយអញ្ចឹងបានជានាងអត់ព្រមឲ្យលីអននឹងជួបមួយនឹងណូអាសោះហើយមើលរ៉ូធ្វើទឹកមុខឌឺលីអនហើយឃើញអត់អញប្រាប់ហើយមិនជឿទេប្រាប់ថាកុំវាឮតែខំនៅពេលនោះរ៉ូបាននិយាយទៅកាន់ណូអាថាឲ្យណូអានឹងណែនាំខ្លួនតិចទៅដោយសារនឹងគឺជាការជួបជុំគ្នាលើកដំបូងរបស់ពួកយើងហើយណូអាបានឆ្លើយយកព្រមទៅកាន់រ៉ូទៅទាំងទឹកមុខមិនចង់ហ្មងនេះនៅពេលហ្នឹងណូអាបានរត់ទិសនាមខ្លួនឯងទៅកាន់អាលីអនទៅថានាងមានឈ្មោះថាណូអាខេមីលខ្វាជាកូនស្រីច្បងរបស់ Queen Silver Dragon Roosevelt ហើយនាងមានអាយុ1ឆ្នាំ2ខែហើយសាច់រឿងក៏បានប្រាប់យើងថានាគគឺជាពូជដែលមានអាយុអមតៈខ្លាំងមែនតើដូច្នេះហើយកុមារគឺលូតលាស់លឿនមែនតើអញ្ចឹងបានយើងឃើញថាណូអាមានអាយុត្រឹមតែ1ឆ្នាំ2ខែទេប៉ុន្តែនាងមានរូបរាងដូចក្មេងអាយុ6 7ឆ្នាំយ៉ាងឯងដូចមឿននេះនឹងនៅពេលនោះអាលីអនបាននិយាយទៅកាន់ណូអាទៅថាវាមានឈ្មោះថាលីអនកូស្មូតគឺជាឪពុករបស់នាងហើយនេះគឺជាជំហានទី2របស់លីអនក្នុងការចូលទៅជិតណូអាគឺវាត្រូវនិយាយសុភាពណែនាំខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ណូអាប៉ុន្តែនៅពេលនោះណូអាធ្វើទឹកមុខយ៉ាងស្មើហើយធ្វើដូចជាភ្ញាក់ផ្អើលអញ្ចឹងថាអូអញ្ចឹងនៅពេលនោះលីអូបានคิดក្នុងចិត្តថាហេតុអីបានណូអានឹងមានអារម្មណ៍ត្រជាក់ខ្លាំងម៉េចអត្តចរិតរបស់នាងដូចរស់អញ្ចឹងនៅពេលនោះមឿនបាននិយាយទៅកាន់ណូអាថាឲ្យណូអានឹងនិយាយច្រើនជាងនឹងតិចទៅកុំធ្វើបាបប៉ាពេកប៉ុន្តែណូអាបាននិយាយថាលីអូនឹងមើលទៅគឺខ្សោយទន់ជ្រាយខ្លាំងមែនតើអត់សមជាពុករបស់នាងសោះតែប្រកាសអត់ថាលីអូនឹងជាពុករបស់នាងនៅពេលនោះលីអនវាគ្រាន់តែលឺអញ្ចឹងថាវាឡើងចុកឈាមក្អួតឈាមហើយវាបានតងទៅកាន់ណូអាថាកូនស្រីហើយមើលណូអាទឹកមុខដូចគ្មានខ្វល់វាក្បាលលីអនឯមកបៀកទេដូចរោសតែប៉ុណ្ណឹងយើងដឹងហើយថាណូអាចរិតដូចរោសចឹងឯងហើយសាច់រឿងគេបានប្រាប់យើងថាអាជីពបាលីអនក្នុងនាមជាពុកនឹងកំពុងតែជួបវិបត្តិធ្ងន់ធ្ងរហើយដោយសារតែណូអាផ្ដើមសាច់រឿងមកនៅពេលដែលពួកគេកំពុងតែញ៉ាំអាហារនៅពេលដែលលីអនវាមើលទៅកាន់មឿនហើយនឹងណូអាវាបានគិតក្នុងចិត្តថាមើលទៅកាន់មឿនហើយនឹងណូអានឹងគឺពិតជាដូចគ្នាខ្លាំងមែនតើខុសតែបុគ្គលិកលក្ខណៈរបស់ពួកគេទាំងពីរទេគឺខុសគ្នាដាច់ហ្មងបើនិយាយពីណូអាបុគ្គលិកលក្ខណៈរបស់នាងក៏ដូចរស់ទាំងស្រុងហ្មងនៅពេលនោះលីអនបានសួរទៅកាន់ណូអាទៅថាតើណូអាចូលចិត្តអាហារថ្ងៃនេះអត់នៅពេលនោះណូអាបានតទៅកាន់លីអនទាំងសម្ដីចុកឈាមថាអត់ឆ្ងាញ់ទេប្រៃឡប់5 លើ 10នៅពេលដែលបានឃើញបែបហ្នឹងរស់ក៏បានទប់មាត់សើចទៅអាលីអនភ្លាមហ្នឹងមឿនបានសួរទៅកាន់រស់ថាហេតុអីបានជាមើលទៅម៉ាក់សប្បាយចិត្តម៉េចប៉ុន្តែរស់បានតទៅកាន់មឿនវិញថាដោយសារតែប៉ាបានជួបជុំគ្រួសាររបស់យើងវិញដូច្នេះហើយពេលដែលឃើញប៉ាសប្បាយចិត្តម៉ាក់ក៏សប្បាយចិត្តដែរទៅនៅពេលនោះរស់បានសួរទៅកាន់អាលីអនទៅថាមិនបានឯងមើលញឹមអញ្ចឹងហ៎នៅពេលដែលលឺរស់សួរអញ្ចឹងវាក៏បានឆ្លើយចាក់បដ ாய் ទៅថាវាពិតជាសប្បាយចិត្តនៅពេលដែលវាបានជួបជុំគ្រួសារអញ្ចឹងភ្លាមនោះមឿនបានងើបឈរហើយសួរទៅកាន់លីអនថាបើអញ្ចឹងតើប៉ាអាចញ៉ាំអាហារពេលល្ងាចជាមួយពួកយើងរាល់ថ្ងៃបានអត់នៅពេលនោះលីអនវាបានគិតក្នុងចិត្តថាវាអត់ចង់ញ៉ាំបាយមើលរស់នឹងរាល់ថ្ងៃទេប៉ុន្តែភ្លាមនោះណូអាបានឆ្លើយបដិសេធដាច់អហង្ការតែម្ដងនៅពេលដែលបានឮបែបហ្នឹងមឿនក៏បានសួរទៅកាន់ណូអាទៅថាហេតុអីទៅបងស្រីណូអាក៏បានតបទៅកាន់មឿនវិញទៅថាដោយសារតែនាងមានបំណងចង់ទៅចុះឈ្មោះសិក្សានៅឯនាយកដ្ឋាននាគវ័យក្មេងនៃសាលា Saint Hill Academy នៅពេលដែលបានឮបែបហ្នឹងរស់ក៏បាននិយាយទៅកាន់ណូអាថានៅទីនោះគឺពោពេញទៅដោយនាគដែលមានអាយុចាប់ពី4ឆ្នាំឬ5ឆ្នាំឡើងទៅហើយតើហេតុអីបានជាណូអានឹងបញ្ញាប់ម៉េចក្នុងការចុះឈ្មោះចូលរៀននៅទីនោះនៅពេលដែលបានឮបែបហ្នឹងណូអាក៏បានតបទៅកាន់រស់ទៅថាដោយសារតែនាងគឺចង់កម្ចាត់ពួក Dragon Slayer នៅពេលដែលបានឮបែបនេះលីអនក៏បានឆ្លក់ទឹកហើយវាបាននិយាយក្នុងចិត្តថាមើលទៅកាន់ណូអាដូចជាចង់យកឈ្នះវាដល់អ្នកទាំងដែលវា
ហ្នឹងគឺជាឪពុកបង្កើតរបស់នាងបន្ទាប់មកលីអនវាបាននិយាយទៅកាន់ណូអាថាពួកត្រាកុនស្លេយហ្នឹងសិតតែជាអ្នកក្លាហានហើយណូអាហ្នឹងនៅក្មេងទេវាអាចនឹងធ្វើឲ្យណូអាឈឺចាប់ខ្លាំងណាប៉ុន្តែណូអាបាននិយាយទៅកាន់លីអនថាកុំចាប់ទុកនាងដូចជាកូនក្មេងភ្លាមនៅពេលដែលលីអនឃើញបែបហ្នឹងវាបានលន់ក្នុងចិត្តថាតើណូអាហ្នឹងគឺជាក្មេងមែនអត់មើលទៅនាងអត់ដូចឃើញក្មេងសោះអត់សមជាក្មេងសោះហ្មងណានៅពេលនោះរ៉ូបាននិយាយតបទៅកាន់ណូអាថាគំនិតរបស់ណូអានឹងពិតជាល្អខ្លាំងមែនតើនៅពេលដែលនាងឆាប់ចូលរៀនបែបនេះនាងឆាប់អាចនឹងទប់ទល់បានជាមួយនឹងពួក Dragon Slayer បន្ទាប់មករ៉ូបានងាកមកសួរលីអនថាតើលីអននឹងមានហេតុផលអីទៀតអត់ដើម្បីបញ្ឈប់ណូអានឹងពីការទៅសាលារៀននៅពេលនោះលីអនបានគិតក្នុងចិត្តថាប្រសិនបើវាចំទាស់ជាងនឹងទៀតណូអាប្រកាសជាស្អប់វាក្នុងនាមវាជាឪពុកទៀតជាមិនខានទេហើយវាក៏មិនអាចផ្លាស់ប្ដូរចិត្តរបស់ណូអាបានទៀតដែរនិយាយទៅបើសិនបើវាខ្វាត់ណូអាក្នុងការទៅសាលារៀនហ្នឹងគឺវាគ្មានឱកាសក្នុងការផ្លាស់ប្ដូរចិត្តរបស់ណូអាទៀតទេឲ្យមកស្រឡាញ់ចូលចិត្តវានោះបន្ទាប់មកលីអនបាននិយាយថាវាគ្មានអីត្រូវចំទាស់ទៀតទេក្នុងការដែលណូអាចង់ទៅសាលារៀនហ្នឹងនៅពេលនោះលីអនបានគិតក្នុងចិត្តថាទីបំផុតវាយល់ហើយតាមពិតទៅរ៉ូនឹងចង់ប្រើណូអាឲ្យមកវាបហាវាក្នុងឱកាសអាហារពេលល្ងាចនឹងឯងហើយមើលទឹកមុខនឹងកាយវិការរបស់រស់នៅក្នុងក្តីសម័យរបស់លីអនបន្ទាប់ពីវាសម័យចឹងហើយវាក៏បានគិតក្នុងចិត្តទាំងកំហឹងទៅកាន់រស់ទៅថាឲ្យរស់នឹងរងចាំពេលណាដែលវាបកទៅកាន់រស់វិញចាំមើលបន្ទាប់មករស់បាននិយាយទៅកាន់ណូអាថាចាប់តាំងពីពេលដែលលីអនអត់មានបញ្ហានឹងចំទាស់ជាមួយនឹងការដែលណូអាចង់ទៅរៀននឹងទេដូច្នេះហើយការសម្រេចចិត្តមួយនេះគឺជាការសម្រេចចិត្តដ៏រីករាយមួយហើយចំណែកឯការធ្វើតេស្តចូលរៀននឹងចាប់ផ្ដើមក្នុងរយៈពេល1ខែទៀតហើយក្នុងអំឡុងពេល1ខែនេះឪពុកbàឯងនឹងជួយរៀបចំខ្លួនឯងនៅពេលដែលបានលឺបែបហ្នឹងណូអាក៏បានយកព្រមជាមួយរ៉ូទៅពេលបញ្ចប់អាហារពេលល្ងាចនៅពេលនេះយើងបានឃើញមឿនបានហៅណូអាឲ្យមកជួយមើលក្បាលពោះរបស់នាងនេះឥឡូវនេះឡើងមូលហើយនេះនៅពេលដែលបានឃើញបែបហ្នឹងណូអាក៏បានយកម្រាមដៃរបស់នាងទៅចុចក្បាលពោះរបស់មឿនលេងហើយមើលទៅកូនក្មេងពីរនាក់នេះគួរស្រឡាញ់ឡើងមែនតើនេះពីអ្នកបងប្អូនគេនេះឡើងជូតហ្មងណាហើយបើមើលមកកាន់រ៉ូវិញរ៉ូបំរុងនឹងដើរចែងហើយប៉ុន្តែលីអនក៏បានស្ដីខ្វាត់ទៅកាន់រ៉ូទៅថាចង់ទៅណាចាមិនតាន់លាងផងនៅពេលដែលបានលឺបែបហ្នឹងរ៉ូក៏បានតបទៅកាន់លីអនថាទុកឲ្យអ្នកបម្រើអ្នកលាងទៅប៉ុន្តែលីអនបានដើរទៅចាប់ស្មាបារ៉ូហើយបាននិយាយទៅកាន់រ៉ូថាបន្ទាប់ពីបញ្ចប់អាហារពេលល្ងាចហើយប្តីប្រពន្ធគឺត្រូវជួយគ្នាលាងសម្អាតចាននេះគឺជាវិធីដ៏ត្រឹមត្រូវមួយក្នុងការបញ្ចប់អាហារពេលល្ងាចលក្ខណៈជាគ្រួសារបន្ទាប់មកលីអនក៏បានអន់គិតប្រាប់រ៉ូថាតើរ៉ូនឹងមិនចង់បង្កើតបរិយាកាសគ្រួសារដែលមានភាពរីករាយនឹងចូលសម្រុងគ្នាមួយនៅពីមុខមឿននឹងណូអាទេអីទោះបីជាវាជាការសម្ដែងក៏ដោយនៅពេលដែលបានលើបែបហ្នឹងរ៉ូក៏បានងាកទៅមើលមឿននឹងណូអាហើយបានឃើញថាមឿនកំពុងតែចាប់ផ្ដើមនឹងសប្បាយចិត្តនឹងរឿងអីមួយហើយមើលទៅនេះដូចកំពុងតែរងចាំអីមួយនេះនៅពេលនោះរ៉ូក៏បានតបទៅកាន់លីអនវិញថាអូខេលាងក៏បានដែរចឹងភ្លាមហ្នឹងមឿនបានស្រែកទៅថានាងក៏ចង់ជួយដែរប៉ុន្តែបែរជាត្រូវណូអាចាប់ក្បួនកនាងអូសទៅនៅពេលនោះមឿនបានសួរទៅកាន់ណូអាថាតើបងស្រីនឹងចង់អូសកនាងទៅណាសាច់រឿងក៏បានកាត់មកពេលដែលលេងចានរួចនៅពេលនោះរ៉ូបានសួរទៅកាន់លីអនថាតើពេលណាបាទលីអនមកជួយប៉ុន្តែលីអនបានតបទៅកាន់រ៉ូវិញថាតើរ៉ូនឹងភ្លេចអ្វីដែលវាធ្លាប់បាននិយាយប្រាប់នាងកាលពី2ឆ្នាំមុនហើយមែនបន្ទាប់មកលីអនក៏បានរំលឹកការចងចាំរបស់រ៉ូទៅវាបាននិយាយថារ៉ូមិនគួរនៅម្នាក់ឯងជាមួយនឹងត្រាកុនស្លេយដែលទទួលបានការបណ្ដុះបណ្ដាលនិងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រដូចជាវាយ៉ាងទេហើយនៅពេលនោះយើងក៏បានឃើញនិមិត្តសញ្ញានាគរបស់រ៉ូនឹងលោតឡើងនៅលើទ្រូងរបស់នាងដែរហើយបើយើងមើលទៅកាន់លីអនក៏វាចេញមកដែរនេះនៅពេលដែលបានលឺបែបហ្នឹងរ៉ូក៏បានសួរទៅកាន់លីអនទៅថាតើលីអននឹងចង់ធ្វើអីហើយលីអនក៏បានតបទៅកាន់រ៉ូថាកាលពីមុនដោយសារតែវាធ្វើដំណើរឆ្ងាយអស់កម្លាំងក៏ត្រូវបានគ្រប់គ្រងនឹងលេងសើចដោយប្រើប្រាស់នៅនិមិត្តសញ្ញានាគនឹងឯងប៉ុន្តែឥឡូវហ្នឹងគឺខុសគ្នាអាលីអននិយាយហ្នឹងគឺវាចង់និយាយពេលដែលវាព្យាយាមរត់គេចពីប្រាសាទនាគប្រាក់ហើយក៏ត្រូវបានរ៉ូតាមចាប់វាប៉ុន្តែនៅពេលដែលរ៉ូចាប់វាបានហើយរ៉ូក៏បានហោះនាំវាទៅជិតព្រំដែនទឹកដីមនុស្សហើយក៏បានធ្វើអីនៅមុខនឹងឯងវានិយាយពេលនឹងឯងភ្លាមរ៉ូបានយកកន្ទុយរបស់នាងវាយទៅកាន់លីអនព្រមទាំងនិយាយថាលីអននឹងកុំគិតថាវាអាចរត់ចេញពីកន្លែងនឹងបានដោយគ្រាន់តែប្រើល្បិចបែបហ្នឹងឯសោះប៉ុន្តែលីអនវាបានប្រើដៃតែម្ខាងក្នុងការទប់កន្ទុយរបស់រ៉ូហើយវាបាននិយាយទៅកាន់រ៉ូថាតើណាគេដែលថាវាចង់រត់គេចពីកន្លែងហ្នឹងនៅពេលនោះយើងបានឃើញអាការៈរបស់រ៉ូចាប់ផ្ដើមដូចក្នុង chapter ទី1យ៉ាងឯង
là lột cho côngទាំងដីនេះនៅពេលនោះលីអនបានដើរមកចិត្តរោព្រមទាំងដៃរបស់វានឹងចាប់ច្បាច់កតុយរបស់រោយ៉ាងណែននៅពេលនោះលីអនបាននិយាយទៅកាន់រោថាតើឥឡូវហ្នឹងរោអាចធ្វើអីបានទេថាអត់នៅពេលនោះលីអនបានបន្តទៀតថានៅពេលដែលស្លាកសញ្ញានាគនឹងលេចឡើងអញ្ចឹងធ្វើឲ្យកតុយរបស់នាងនឹងមានភាពរសើបខ្លាំងនៅពេលដែលកតុយរបស់នាងនឹងត្រូវបានណាគេម្នាក់ចាប់ហើយឥឡូវហ្នឹងរោប្រៀបបានដូចជាកូនឆ្មាមួយក្បាលដែលត្រូវបានគេចាំអែលចឹងឯងដែលប្រៀបដូចទៅនឹងពេលដែលគេចាំអែលផ្នែកខាងក្រោមនៃកញ្ចឹងករបស់ឆ្មាចឹងឯងហើយលីអនបានបន្តទៀតថាទាំងនេះគឺជាចំណេះដឹងថ្មីដែលវាបានរកឃើញនៅក្នុងសភៅសិក្សារបស់ពួកនាគរបស់នាងនឹងឯងនៅពេលនោះលីអនបានសួរទៅកាន់រោទៅថារោនឹងគឺជានាគដែលចង់យកឈ្នះនិងគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងប៉ុន្តែតើរោនឹងដែលសញ្ចៃអត់ហើយបើសិនជាចង់ដឹងសញ្ចៃនឹងអីគេជ្រោមជួយបានហើយខ្ញុំមិនដឹងលីអនវាចង់និយាយពីអីទេខ្ញុំនិយាយតែសាច់រឿងគេទេចប់លាហើយលាហើយលាទៅឆ្ងាយហើយលែងវិលឡាយវិញ